សហការគ្នាជាមួយនឹងអាជ្ញាធរចិនចាប់ខ្លួនបញ្ជូនទៅប្រទេសចិនដើម្បីអឺផ្ដន្ទាទោសឬក៏ស៊ើបអង្កេតនេះគឺជាព័ត៌មានមួយដ៏គួរឲ្យសាទរសម្រាប់មុខមាត់កម្ពុជាដែរព្រោះអីមករយៈពេលមកនេះគឺមុខមាត់កម្ពុជាយើងនឹងគឺដាំក្បាលចុះដល់បាតដាលហើយដោយសារតែរឿងភាពស្មោកគ្រោករៀលដាលពេញផ្ទៃប្រទេសនិងពិភពលោកនៃជំរុកការឆបោកអនឡាញដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយមេខ្លោងរងការចោទប្រកាន់ថាជាមេខ្លោងនៃអង្គើឆបោកអនឡាញដ៏ធំជាងគេនោះគឺគ្មាននរណាក្រៅពីអ្នកអង្គការ Gen Z ដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជានិងរដ្ឋាភិបាលកម្ពុជានោះទេបាទក៏ប៉ុន្តែនៅពេលដែលសហគមន៍អន្តរជាតិកោលទោសបង្កក់ប្រាក់ចេញដោយការតាមចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះយ៉ាងមកកណកដឹកកម្ពុជាយើងគ្មានចំណាត់ការទៅលើបុគ្គលនេះតតែសោះការដែលគ្មានចំណាត់ការទៅលើបុគ្គលនេះគឺយើងមិនដឹងថាតើនៅក្នុងផ្ទៃក្នុងឬក៏ពីក្រោយឆាកហ្នឹងរដ្ឋាភិបាលកម្ពុជាពិតជាបានចាត់ការរឿងនេះឬក៏យ៉ាងណាប៉ុន្តែកន្លងមកហ្នឹងគឺស្ងាត់ឈឹងតែម្ដងគឺនៅស្ងៀមជាជាងស្រដីតាពីជែកខ្ចីជាជាងតនេមាត់គឺមិននិយាយអីទាំងអស់តាក់តងទៅនឹងរឿងអ្នកអង្គការ Gen Z នេះថានៅឯណារដ្ឋាភិបាលនឹងចាត់ការយ៉ាងណាក៏អត់ដែរយូរម្ដងយើងឃើញមានចំណាត់ការទៅលើក្រុមឆបោកអនឡាញដែលជាជនបរទេសនឹងអាមីអាថោងរបៀបដូចថាតូចតាចអីអញ្ចឹងទៅចាប់បញ្ជូនចាប់អីវិញអញ្ចឹងទៅប៉ុន្តែត្រីធំនេះគឺនៅតែរួចរហូតហើយខ្ញុំថាត្រីធំនេះគឺដោយសារតែលោក Gen Z បិទថាមិនមែនជាអក្រិតជនដែលត្រូវបានតុលាការផ្ដន្ទាទោសរកឃើញថាគាត់ជាអក្រិតជនយ៉ាងណាក៏ដោយហើយយើងក៏មិនត្រូវហៅគាត់ថាជាអក្រិតជនពេញមាត់បានដែរព្រោះអីនៅពេលនេះតុលាការអត់ទាន់បានរកឃើញថាគាត់មានទោសទេគ្រាន់តែមានការចោទប្រកាន់គ្រប់យ៉ាងពីនៅអាមេរិកនេះក៏មានការចោទប្រកាន់ហើយក៏អត់ទាន់មានប្រព័ន្ធតុលាការនៅអាមេរិកណាបានផ្ដន្ទាទោសឬក៏រកឃើញថាគាត់មានពិរុទ្ធអីនៅឡើយទេគ្រាន់តែថាមានដីកាចោទប្រកាន់គាត់ពីបទឆបោកអនឡាញដែលប៉ះពាល់ដល់ជនជាតិអាមេរិករាប់ម៉ឺនរាប់សែននាក់ហើយគេបង្កក់ទឹកប្រាក់គាត់ដល់ទៅ$15,000 លានជា Bitcoins និយាយទៅទ្រព្យសម្បត្តិគាត់ប្រមាណជា$16,000 លានជាថវិកាទាំង Bitcoins ផងទាំងជាទ្រព្យសកម្មអីផ្សេងទៀតផងនៅគ្រប់ទិសទីដែលត្រូវបានអាជ្ញាធរបរទេសរួមទាំងសហរដ្ឋអាមេរិកចក្រភពអង់គ្លេសសង្ហបុរីកូរ៉េខាងត្បូងអីហ្នឹងគេបង្កអស់នោះប៉ុន្តែយើងមិនឃើញមានចំណាត់ការបែបនេះនៅកម្ពុជាយើងគ្រាន់តែឃើញតែចំណាត់ការពីខាងក្រៅក៏ប៉ុន្តែយ៉ាងណាក៏ដោយថ្ងៃនេះបាទហើយនេះគឺជាព័ត៌មានដែលខ្ញុំទើបតែទទួលបានប្រហែលជា10នាទីមុនការផ្សាយនេះតែប៉ុណ្ណោះបងប្អូនព្រោះអីមុននឹងការផ្សាយនេះខ្ញុំបានដាក់ចំណងជើងរួចទៅហើយថាតើលោក Gen Z នេះត្រូវបានគេចាប់ខ្លួនមែនឬក៏យ៉ាងណាបានមានគេផ្អើលផ្សាយប្រងព្រាតប៉ុន្តែអាជ្ញាធរកម្ពុជាឲ្យស្ងាត់ឈឹងបែបនេះក៏ប៉ុន្តែនៅទីបំផុតអាជ្ញាធរកម្ពុជាគឺក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយគឺសេចក្តីប្រកាសព័ត៌មានដែលចុះថ្ងៃទី7 ខែមករានៅមុននេះប្រហែលជា10នាទីបាននិយាយថាក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែននិងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនសមត្ថកិច្ចនៃកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិនចំនួន3នាក់រួមមានឈ្មោះ Chen Zi ឈ្មោះ Zi Jieliang និងឈ្មោះ Shao Jiehui បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី6 ខែមករាឆ្នាំ2026បន្ទាប់ពីសមត្ថកិច្ចរបស់កម្ពុជានិងសមត្ថកិច្ចចិនបានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែក្រសួងមហាផ្ទៃកម្ពុជាសូមបញ្ជាក់ជូនថាឈ្មោះ Gen Z ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរដោយផ្អែកតាមច្បាប់សញ្ជាតិនៃប្រទេសកម្ពុជាកាលពីខែធ្នូឆ្នាំ2025អាស្រ័យហេតុនេះសូមបងប្អូនជ្រាបជាព័ត៌មានបាទមានរឿងដែលគួរឲ្យកត់សម្គាល់មួយដែលបងប្អូនសំណួរដែលខ្ញុំចោទសួរដំបូងពេលដែលឃើញព័ត៌មានផ្សាយថាលោក Gen Z ត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅចិនហ្នឹងខ្ញុំមិនដឹងជាយ៉ាងម៉េចដោយស្វ័យប្រវត្តិ
គឺសួរខ្លួនឯងភ្លាមចេញសំណួរមុនគេគឺហេតុអីបានបញ្ជូនទៅចិនបងប្អូនប្រហែលជាមិនឆ្ងល់ដូចខ្ញុំទេបងប្អូនមួយចំនួនប៉ុន្តែការដែលខ្ញុំឆ្ងល់ឬក៏បងប្អូនក៏ឆ្ងល់ដូចខ្ញុំដែរក៏មិនដឹងដែរព្រោះអីលោកចិនស៊ីគឺជាជនជាតិចិនដើមកំណើតចិនកើតនៅប្រទេសចិនមានសញ្ជាតិចិនទើបតែមកនៅស្រុកខ្មែរប្រហែលជា10ឆ្នាំជាងចុងក្រោយនឹងទេហើយក៏คล้ายទៅជាអ្នកអង្គការមហាសេដ្ឋីដ៏មានទ្រព្យស្ដុកស្ដំមានក្រុមហ៊ុនពេញផ្ទៃប្រទេសកម្ពុជានឹងហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមន្ត្រីរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់អីចឹងទៀតក៏ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ពីដំបូងហ្នឹងថាហេតុអីបានជាចាប់បញ្ជូននៅពេលដែលមានព័ត៌មានដំបូងហ្នឹងគឺឃើញផ្សាយព្រួងព្រាតហ្នឹងគឺដកស្រង់តាមពីសារព័ត៌មានចិន Cambodia China Time ឯណានោះចឹងប៉ុន្តែគ្មានប្រភពអីទាំងអស់ថាចាប់ពេលណាម៉ោងប្រមាណចាប់ដោយអាជ្ញាធរណាហេតុអីបានបញ្ជូនទៅចិនបើលោកចិនស៊ីជាជនជាតិខ្មែរអ្នកមានសញ្ជាតិខ្មែរអីចឹងហើយដល់ពេលអ្វីដែលបកស្រាយពីក្រសួងមហាផ្ទៃនេះគឺវាមានហេតុផលសមស្របដែរគឺគេដកសញ្ជាតិលោកចិនស៊ីទៅហើយចឹងបានន័យថាម៉េចបានន័យថាដកសញ្ជាតិលោកចិនស៊ីមុនប្រតិបត្តិការចាប់ខ្លួនគាត់ព្រោះអីក្រសួងមហាផ្ទៃថាដកសញ្ជាតិលោកចិនស៊ីកាលពីឆ្នាំ2025គឺនៅខែធ្នូទៅហើយហ្នឹងទើបតែប្រហែលថ្ងៃមុននឹងដែរហ្នឹងមិនអញ្ចឹងធ្នូឲ្យមកចូលឆ្នាំ2026អញ្ចឹងប្រតិបត្តិការនេះគឺមានភាពដូចជាបន្ទាន់បង្ខំច្រើនដែរដោយការដែលដកសញ្ជាតិលោកចិនស៊ីនេះមិនបានប្រកាសជាផ្លូវការឲ្យសាធារណជនដឹងមុនទេព្រោះអាចថាមកពីកិច្ចស៊ើបអង្កេតហ្នឹងវាមានភាពអាត់កំបាំងសម្ងាត់អីដើម្បីកុំឲ្យបែកការក៏ថាបានប៉ុន្តែពេលដែលលោកចិនស៊ីចូលសញ្ជាតិកម្ពុជាហ្នឹងគឺផ្សាយកក្រើកពេញផែនប៉ុស្តិ៍ធានៅពេលដែលដកសញ្ជាតិគាត់គឺយើងមិនសូវដឹងតែខ្ញុំនៅតែគិតថាអាចជាកិច្ចការផ្នែកការស៊ើបការសម្ងាត់ស៊ើបអង្កេតសម្ងាត់របស់អាជ្ញាធរមិនចង់ឲ្យផ្អើលឬអីក៏ថាបានដែរប៉ុន្តែសំណួរនៅតែចោទសួរទៅវិញថាហេតុអីបានជាចាប់លោកចិនស៊ីបញ្ជូនទៅប្រទេសចិននៅពេលដែលលោកចិនស៊ីខ្លួនលោកគឺជាអ្នកដែលមានសញ្ជាតិកម្ពុជារួចទៅហើយគឺសញ្ជាតិសុំហេតុអីបានជាអាជ្ញាធរកម្ពុជាមិនចាត់ការផ្ដន្ទាទោសលោកចិនស៊ីក្នុងនាមលោកគឺជាពលរដ្ឋខ្មែរម្នាក់ដែរដែលបានសញ្ជាតិហើយនៅក្នុងដែនអធិបតេយ្យកម្ពុជាដើម្បីលើកមុខមាត់កម្ពុជាដែរមិនចឹងព្រោះអីលោកអាជ្ញាធរកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាខ្លួនអាចផ្ដន្ទាទោសលោកចិនស៊ីបានតាប៉ុន្តែហេតុអីបានជាត្រូវដកសញ្ជាតិលោកចិនស៊ីហើយបញ្ជូនទៅចិនវិញនៅពេលដែលលោកចិនស៊ីហ្នឹងបានលះបង់សញ្ជាតិចិនរបស់ខ្លួនរួចទៅហើយតើគាត់មានសញ្ជាតិអីទៀតសប្តាហ៍នេះមនុស្សម្នាក់ដែលលះបង់សញ្ជាតិកំណើតរបស់ខ្លួនហើយបានន័យថាបានសញ្ជាតិខ្មែរតាមរយៈការសុំគឺគាត់ជាជនជាតិខ្មែរស្របច្បាប់តាមរដ្ឋធម្មនុញ្ញកម្ពុជាហើយព្រះមហាក្សត្រឡាយប្រហោះលេខាដើម្បីផ្ដល់សញ្ជាតិឲ្យគាត់ដូច្នេះក្នុងន័យនេះគឺបានន័យថាគាត់ខ្លាយទៅជាជនជាតិខ្មែរក្រោមច្បាប់ខ្មែរអាជ្ញាធរខ្មែរតែដោយសារតែរឿងនេះវាក្តៅពេកប្រហែលគឺកម្ពុជាសុកចិត្តដកសញ្ជាតិរបស់គាត់វិញឲ្យគាត់ខ្លាយទៅជាមនុស្សគ្មានសញ្ជាតិឬក៏អាចមានច្បាប់ដែលបញ្ជាក់ថាពេលដែលមនុស្សម្នាក់មានសញ្ជាតិដើមជាជនជាតិចិនកើតនៅប្រទេសចិនហើយលះបង់សញ្ជាតិចោលហើយមកសុំសញ្ជាតិដទៃបានសញ្ជាតិនឹងហើយត្រូវបានរដ្ឋដទៃនឹងដូចជាកម្ពុជាដកសញ្ជាតិគាត់ស្រាប់តែសញ្ជាតិដើមរបស់គាត់ត្រូវបានដោយស្វ័យប្រវត្តិព្រោះគាត់មានសញ្ជាតិពីដើមមកវិញវាអាចទៅជាអញ្ចឹងដែរឬក៏យ៉ាងម៉េចទេចាំមកខ្ញុំធ្វើការស្រាវជ្រាវបន្តទៀតព្រោះពេលវេលាបន្ទាន់ពេកតែយ៉ាងណារឿងនេះគឺបើខ្ញុំចំពោះខ្ញុំសារតរដ្ឋាភិបាលកម្ពុជាថាជារឿងដ៏ត្រឹមត្រូវហើយជាការស្ដារមុខមាត់ប្រទេសកម្ពុជានៅក្នុងគ្រាដ៏លំបាកលំបិននេះក្នុងការចាប់អ្នកអង្គការចិនស៊ីបញ្ជូនទៅប្រទេសចិនវិញឬក៏ដោះស្រាយនៅប្រទេសកម្ពុជាសំខាន់បញ្ជូនទៅណាអត់ខ្វល់ទេសំខាន់គឺការចាប់អ្នកអង្គការចិនស៊ីដែលត្រូវបានសហគមន៍អន្តរជាតិកោតទោសយ៉ាងពេញទំហឹងឡើងគ្រប់ទិសទីឬក៏គេកោតទោសជុំទិសហើយដូច្នេះការដែលធ្វើដូច្នេះគឺបង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមដោះស្រាយទប់ស្កាត់អំពើឆបោកអនឡាញដែលជាការបំបាក់មុខกับប្រទេសកម្ពុជាពេញពិភពលោកទៅហើយគេស្គាល់យើងថាជាកន្លែងបនលបែងឆបោកដល់គួរឲ្យព្រឺព្រួច
ហើយនៅពេលនេះក៏ជាឱកាសល្អសម្រាប់កម្ពុជាក៏ប៉ុន្តែហេតុអីបានពេលនេះខ្ញុំសាទរប្រទេសកម្ពុជាក្នុងចំណាត់ការនេះក៏ប៉ុន្តែហេតុអីបានពេលនេះហេតុអីបានបញ្ជូនទៅចិនហេតុអីមិនដោះស្រាយខ្លួនឯងនៅប្រទេសកម្ពុជាខ្ញុំសន្និដ្ឋានតាមការយល់ឃើញទេទី1កម្ពុជាអាចពិបាកនៅក្នុងការដោះស្រាយសំណុំរឿងដ៏ចាក់ស្រេះធំមហិមានៅក្នុងដែនសមត្ថកិច្ចរបស់កម្ពុជាខ្លាំងណាស់ព្រោះលោកចិនស៊ីនេះគឺល្បីផ្អើលជុំវិញពិភពលោកអ្នកណាក៏ចង់បានដែរអ្នកណាក៏ចង់កាត់ទោសដែរជាពិសេសសហរដ្ឋអាមេរិកដូច្នេះបើសិនជាកម្ពុជាទុកលោកចិនស៊ីនៅក្នុងប្រទេសកម្ពុជាជាការពិតអាចប្រើប្រាស់ប្រព័ន្ធច្បាប់កម្ពុជាដើម្បីកាត់ទោសលោកចិនស៊ីតើអ្នកណាជឿលើប្រព័ន្ធយុត្តិធម៌កម្ពុជាតើអ្នកណាជឿលើប្រព័ន្ធតុលាការកម្ពុជាសូម្បីតែខ្មែរគ្នាឯងអត់ទាំងទុកចិត្តប៉ុណ្ណឹងពួកប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយថាប្រព័ន្ធតុលាការយើងពុករលួយអត់ឯករាជ្យជាឧបករណ៍នយោបាយគេនាំគ្នាចោទប្រកាន់រដ្ឋាភិបាលមកអាយុមកហើយសហគមន៍អន្តរជាតិគេរកឃើញថាប្រព័ន្ធនីតិរដ្ឋនិងប្រព័ន្ធតុលាការកម្ពុជាគ្មានឯករាជ្យទេជាឧបករណ៍ធ្វើទុកបុកម្នេញអ្នកនយោបាយប្រឆាំងទាញច្បាប់ឲ្យយឺតដូចកស៊ូអីចឹងដូច្នេះបើសិនជាយកលោកចិនស៊ីចាប់កាត់ទោសនៅប្រទេសកម្ពុជាក៏មិនប្រកាសថាអាចនឹងធ្វើឲ្យសហគមន៍អន្តរជាតិទុកចិត្តលើប្រព័ន្ធចាត់ការរបស់កម្ពុជាដែរអានេះខ្ញុំនិយាយអំពីការដែលលៀងខ្លួនដោះដៃដើម្បីឲ្យរួចមកគ្រាដែរទី1គឺកុំឲ្យបន្ទុកនឹងវាធ្ងន់ពេកព្រោះប្រព័ន្ធច្បាប់កម្ពុជាអាចមិនធ្វើឲ្យសហគមន៍អន្តរជាតិអាចទុកចិត្តបានអីទេអញ្ចឹងកុំឲ្យតបៅធូងគឺប្រឡែងគាត់ទៅប្រទេសចិនទៅហើយនៅក្នុងការប្រឡែងទៅប្រទេសចិននេះគឺអាចមានរូបភាពមួយដែលស្អំចិត្តអំពីរឿងអាញាធរចិនដែរព្រោះអីចិនមករយៈពេលចុងក្រោយនេះដែលមានចំនួនខ្មែរថៃនេះចិនអត់បានជួយអីទេព្រោះចិនមិនត្រឹមតែមិនបានជួយអីកម្ពុជាទេចិនថែមទាំងធ្វើឲ្យកម្ពុជានឹងអាម៉ាស់ម្ដងហើយម្ដងទៀតដោយសារអីពេលដែលមានសង្គ្រាមជាមួយនឹងថៃដែលចិនជាមិត្តដៃថៃដែលកម្ពុជាអោបជើងសរសើរគ្មានដាច់ពីមាត់មិនត្រឹមតែមិនជួយថ្កោលទោសថៃទេគឺរដ្ឋាភិបាលចិននេះធ្វើសម្ពយុទ្ធយោធាជាមួយទាហានថៃដែលទម្លាក់គ្រាប់សម្លាប់ទាហានខ្មែរទៀតវាចាប់ពេកនៅក្នុងន័យជាទូទៅគឺចិនប្រាប់យើងថាគេមិនខ្វល់ពីខ្មែរទេហើយនៅពេលហ្នឹងគឺអាមេរិកហ្នឹងផាត់ចិនចោលទៀតមិនឲ្យចូលរួមនៅក្នុងកិច្ចប្រជុំសម្របសម្រួលបត់ឈប់បាញ់អីចឹងទៅគឺលោកត្រាំហ្នឹងពេលដែលទៅម៉ាឡេហ្នឹងប្រកាសមុនទៀតតែមានចិនចូលនៅក្នុងកិច្ចបត់ឈប់បាញ់ជាអធិបតីអីហ្នឹងគឺគាត់អត់ទៅហ្មងគឺគាត់មិនព្រមអីចឹងទៅហើយជាទីបញ្ចប់គឺចិនសុកចិត្តដកខ្លួនថយទៅដើម្បីកុំឲ្យមានរឿងហើយក៏មានតែអាមេរិកហ្នឹងយកជ័យភ័ណ្ឌជោគជ័យតែម្នាក់ឯងចឹងទៅមានជាមួយម៉ាឡេមានអីចឹងទៅអញ្ចឹងចិនក៏បាក់មុខច្រើនដែរតែក្រោយមកកម្ពុជាក៏ស្អំចិត្តចិនហ្នឹងក៏ចេះតែចង់តែជួបដើម្បីឲ្យមានជំនួបត្រីភាគីជំនួបអីជាមួយចិនតកតនឹងបាត់ឈប់បាញ់សូម្បីតែបាត់ឈប់បាញ់អាមេរិករៀបចំឲ្យមានម្ដងទៀតតាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio ទូរស័ព្ទទៅថៃផងទៅខ្មែរផងប្រាប់ថាឲ្យបិទបញ្ចប់ទៅឬក៏រហូតដល់មានបាត់ឈប់បាញ់នៅថ្ងៃទី27ខែធ្នូមួយទៀតហ្នឹងក៏អត់មានចិនចូលរួមដែរតែក្រោយមកបានចិនហៅរដ្ឋមន្ត្រីការបរទេសអាមេរិកសំទោសខ្មែរនិងរដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ថៃសៀហសភួងកេតកែវហ្នឹងទៅគុណមីននៅឯយួនណាននោះទៅជួបគ្នាត្រីភាគីដើម្បីគោរពបទជប់បាញ់បទជប់បាញ់មានហើយហ្នឹងគឺដើម្បីស្អំចិត្តចិននៅក្នុងប្រតិបត្តិការជាមួយលោកចិនស៊ីនេះគឺកម្ពុជាចង់បង្ហាញពិភពលោកថាចិនក៏ជាដៃគូសហការមួយដើម្បីប្រយុទ្ធប្រឆាំងការឆបោកអនឡាញជាមួយកម្ពុជាដែរហើយការប្រឡែងលោកចិនស៊ីទៅឲ្យចិននេះគឺនៅក្នុងន័យស្អំចិត្តមួយថាទុកឲ្យចិនចាត់ការចោះបើមានការអីប្រទេសដទៃទៀតរករឿងយ៉ាងណាក៏ប្រព័ន្ធយុតិធធម៌ឬក៏តុលាការចិនក្រោមរបបកុម្មុយនីសយ៉ាងណាក៏គេមានភាពម៉ត់ចត់ឬក៏អាចថាគួរឲ្យទុកចិត្តជាងប្រព័ន្ធតុលាការកម្ពុជាដែរហើយបើសិនជាប្រទេសណាសុំទាយកគាត់ទៅកាត់ទោសនៅប្រទេសគេឧទាហរណ៍ដូចសហរដ្ឋអាមេរិកចង់បានឲ្យទៅកាត់ទោសនៅប្រព័ន្ធតុលាការអាមេរិកអីចឹងព្រោះអាមេរិកអត់ខ្វល់នរណាឯងជនជាតិអីទេយើងមើលលោកម៉ាឌូរ៉ូមើលមេដឹកនាំរបស់វេណេស៊ុយអេឡាទៅក៏បួចតែ30នាទីទេ
យកមកកាត់ទោសនៅឯបរិយាញូវយ៉កបានអត់មានស្លាប់ទាហានអាមេរិកម្នាក់ដូច្នេះបើទុកលោក Gen Z នៅស្រុកខ្មែរហើយអាមេរិកកំពុងតែចោទប្រកាន់យ៉ាងនេះចុះបើអាមេរិកទាមទារឲ្យយកលោក Gen Z មកអាមេរិកតើខ្មែរធ្វើយ៉ាងម៉េចនឹងបាក់មុខមាត់បើមិនឆ្លើយតបតាមអាមេរិកគឺវាខុសទៅនឹងថាកំពុងតែចង់ល្អអើនជាមួយអាមេរិកហើយបើឲ្យទៅអាមេរិកវាបាត់អធិបតេយ្យរបស់កម្ពុជាដូច្នេះរឿងមួយគឺខ្មែរកំពុងតែកលាស់ដៃឲ្យផុតពីការទទួលខុសត្រូវរឿងលោក Gen Z នេះទី1គឺដកសញ្ជាតិគាត់ចេញពីលោក Gen Z ជាគាត់ឡើងមានសញ្ជាតិខ្មែរអញ្ចឹងចប់ហើយឲ្យគាត់ទៅចិនវិញទៅអាសញ្ជាតិចិនដែលគាត់លះបង់ហើយហ្នឹងដោះស្រាយទៅបានសញ្ជាតិវិញឬមិនបានវិញគឺយ៉ាងម៉េចប៉ុន្តែនេះគឺជារឿងតាក់ទងនឹងការប៉ះពាល់ដល់ស្ថានភាពសិទ្ធិមនុស្សដែរបើយើងនិយាយអំពីមនុស្សដែលមានសញ្ជាតិលះបង់សញ្ជាតិមួយទៅហើយមកចូលសញ្ជាតិថ្មីបានន័យថាពេលដែលដកសញ្ជាតិគាត់ខ្លាយទៅជាមនុស្សអត់មានសញ្ជាតិឬក៏គេហៅថា stateless person អស់មានរដ្ឋអស់មានប្រទេសហើយព្រោះទៅប្រទេសចិនក៏អត់មានសញ្ជាតិដែរព្រោះយើងលាលែងពីសញ្ជាតិចិនបាត់ទៅហើយមានសញ្ជាតិកម្ពុជាឥឡូវដែលសុំហ្នឹងគឺយើងលុបសញ្ជាតិគាត់កាលពីខែធ្នូដែលតាមអ្វីដែលក្រសួងមហាផ្ទៃប្រាប់ទៀតអានេះហើយដែលធ្វើឲ្យគាត់អត់សញ្ជាតិប៉ុន្តែបងប្អូនកុំភ្លេចថាលោក Gen Z មានសញ្ជាតិអង់គ្លេសមួយទៀតព្រោះគាត់សុំសញ្ជាតិអង់គ្លេសបានមួយទៀតហើយនឹងមានសញ្ជាតិមួយទៀតនៅកោះណានោះដូច្នេះគាត់នៅមានសញ្ជាតិ2 3ទៀតនោះអត់អីទេអត់សញ្ជាតិខ្មែរអត់សញ្ជាតិចិនមានសញ្ជាតិអង់គ្លេសមានសញ្ជាតិអីផ្សេងទៀតដែលតាមការសុំរបស់គាត់តើក្នុងករណីនេះតើចក្រភពអង់គ្លេសអាចសុំឲ្យធ្វើបច្ចាប័នលោក Gen Z ទៅកាត់ទោសនៅអង់គ្លេសបានដែរឬយ៉ាងណាយើងចាំមើលទៀតព្រោះអានេះជាសម្លកពឹសឲ្យបងប្អូនព្រោះកម្ពុជារួចខ្លួនមួយគឺត្រង់ថាអត់ត្រូវការទទួលខុសត្រូវលោក Gen Z នៅក្នុងផ្ទះខ្លួនទេព្រោះវាជាតង្កូវពហុហើយពិបាកមែនតើដូចថាដាក់មកគឺពីងប្រហុកហើយអញ្ចឹងពេលដែលនាំទៅចិនទៅឲ្យចិនដោះស្រាយរួចខ្លួនណាហើយធ្វើទៀតទៅដោះស្រាយថែរក្សាសុវត្ថិភាពគាត់យ៉ាងម៉េចអីអានឹងរឿងចិនហើយបើថាអង់គ្លេសចង់សុំចិនយកទៅកាត់ទោសនៅអង់គ្លេសតើចិនព្រមចិនគេថាលោក Gen Z គឺជាជនជាតិចិនប៉ុន្តែគាត់បោះបង់សញ្ជាតិយើងចាំមើលភាពបច្ចេកទេសនៃភាពស្មុគស្មាញនឹងទៀតបងប្អូនខ្ញុំគាត់តែបញ្យល់បងប្អូនឲ្យយល់អំពីភាពស្មុគស្មាញនៃការចាប់បញ្ជូនលោក Gen Z ទៅទេគ្រាន់តែថាចង់ការកាត់ក្តីនឹងយ៉ាងម៉េចខ្ញុំនៅតែឲ្យតម្លៃទៅខាងកម្ពុជានិងអាជ្ញាធរកម្ពុជាដែលនៅទីបំផុតកាត់ចិត្តដាច់នៅក្នុងការសុកចិត្តចាត់ការលោក Gen Z តតែបានណាព្រោះបើមិនចាត់ការទេគឺរឿងនេះគឺតម្បៅធំណាស់នៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែសំណួរសួរទៅវិញថាកម្ពុជារួចខ្លួនឬនៅពេលដែលចាត់ការលោក Gen Z ទៅឲ្យថៃទៅឲ្យចិនតាមពិតបើកម្ពុជាចាត់ការខ្លួនឯងបើទោះបីប្រព័ន្ធតុលាការយើងវាគេមិនជឿទុកចិត្តយ៉ាងណាក៏បង្ហាញអំពីសុឆន្ទៈរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធតុលាការខ្លួនឯងដើម្បីប្រាប់ថាកម្ពុជាមានអធិបតេយ្យមានអំណាចគ្រប់គ្រងរដ្ឋមានអ្វីដែលដូចថាចង់និយាយថាយើងចាត់ការបានដែរតែដល់ពេលនេះកម្ពុជាសុកចិត្តបោះបាល់នេះទៅឲ្យចិនវិញប្រឡែងចោលហើយចាត់ទុកថារួចបោះដៃទៅគឺឲ្យចិនធ្វើទៅវាអាចបង្ហាញថាជាសុឆន្ទៈដោយសារតែចង់ដោះស្រាយបញ្ហាក្នុងពេលជាមួយគ្នានឹងក៏បង្ហាញអំពីអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយរឿងករណីលោក Gen Z ក្នុងនាមជាអ្នកដែលមានសញ្ជាតិកម្ពុជាដែរយើងអាចដកសញ្ជាតិគាត់បានដើម្បីឲ្យគាត់វិលទៅវិញវាជារឿងមួយឯងព្រោះធម្មតាអ្នកណាមានបញ្ហាអីតាមពិតការដកសញ្ជាតិរបស់លោក Gen Z នេះក៏លឿនពេកដែរនៅក្នុងន័យមួយថាតឡាការកម្ពុជាអត់ទាន់រកឃើញលោក Gen Z នឹងថាមានពិរុទ្ធអីសោះចឹងបានន័យថាតឡាការអត់បានកាត់ទោសអីគឺមានគេហៅថាការសន្មត់បូរេវិនិច្ឆ័យមួយចាត់ទុកថាលោក Gen Z គឺជាអក្រិតជនណាហើយឈានទៅដល់ការដកសញ្ជាតិរបស់គាត់ភ្លាមដើម្បីបញ្ជូនទៅចិនតែម្ដងដោយគ្មានការជំនុំជម្រះក្តីអីទាំងអស់នៅក្នុងន័យនេះបើតាមប្រព័ន្ធសិទ្ធិមនុស្សគឺជាការរំលោភបំពានគោលការណ៍មនុស្សធម៌មួយដ៏ធំដែរខ្ញុំនិយាយនេះមិនមែនថាអង្គតារិះគន់ស្អីក៏តារិះគន់បានដែរគេមិនធ្វើអីសោះក៏រិះគន់គេនៅពេលដែលគេធ្វើហើយក៏នៅតែមិនត្រូវខ្ញុំអត់មាននិយាយពីរឿងធ្វើត្រូវមិនត្រូវខ្ញុំនៅតែសរសើរថាការធ្វើចាប់
จัดការលោកចិនស៊ីនេះគឺជារឿងដ៏ត្រឹមត្រូវបំផុតមួយដែលគួរឲ្យកត់សរសើររបស់អាជ្ញាធរកម្ពុជាគ្រាន់តែថាមន្ទិលគឺវាមានច្រើនហេតុអីបានដកសញ្ជាតិរបស់លោកចិនស៊ីហើយហេតុអីបានបញ្ជូនលោកចិនស៊ីទៅចិននៅពេលដែលគាត់ជាជនជាតិខ្មែរហើយគាត់បានលាសញ្ជាតិចិនទៅទៀតហេតុអីមិនដោះស្រាយនៅក្នុងប្រព័ន្ធតុលាការកម្ពុជាហើយខ្ញុំបានបកស្រាយជម្រាបប្រាប់បងប្អូនហើយថាវាអាចជាឱកាសមួយនៅក្នុងការដោះស្រាយបញ្ហាកុំឲ្យច្រើនពេកកម្ពុជាដោះស្រាយរឿងដែនអធិបតេយ្យថៃឈ្លានពានកម្ពុជានឹងមិនទាន់ទាំងបានដាច់ស្រេចទៅប្រជាពលរដ្ឋទល់ពធរឿងរដ្ឋាភិបាលកម្ពុជាគ្មានលួសថ្ងៃឥឡូវទៅយកពីងប្រហុកមកពីងធំទៀតតាមពិតរឿងកម្ពុជាសប្ងាយហ្នឹងរឿងដែលធំបំផុតហ្នឹងគឺរឿងអាពីងប្រហុករបស់លោកចិនស៊ីនឹងឯងព្រោះរឿងដែនអធិបតេយ្យជាមួយថៃយើងអាចមានប្រព័ន្ធច្បាប់អន្តរជាតិមួយគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីយកមកដោះស្រាយដោយទោះបីកម្ពុជាមិនព្រមដាក់ពាក្យប្តឹងតែយើងនៅមានដងដាវនឹងមួយដែលប្រជាពលរដ្ឋខ្មែរក៏សង្ឃឹមថាបរដ្ឋាភិបាលមិនដាក់ចេះតែគៀក៏រត់ទៅដាក់ជំនួសបានដែរតែបើរឿងឆបបោកអនឡាញនេះបើអាជ្ញាធរកម្ពុជាអត់ចាត់ការគឺអត់មាននរណាចាត់ការឲ្យបានសោះប្រជាពលរដ្ឋសាមញ្ញបានតែធ្វើបាតកម្មតវ៉ាដើម្បីឲ្យរដ្ឋាភិបាលចាត់ការរឿងហ្នឹងឯងប៉ុន្តែជាមុខមាត់កម្ពុជាគឺខ្ទេចខ្ទីអស់អាលីងតែម្ដងក្នុងប្រព័ន្ធហិរញ្ញវត្ថុប្រព័ន្ធស្អីហ្នឹងគឺយើងคล้ายទៅជាមជ្ឈមណ្ឌលឆបោកអនឡាញណាបងប្អូនគេព្រឺព្រួចហើយដល់ពេលឱកាសហ្នឹងគឺថៃជ្រុំយើងទៀតថៃយកដីយើងហើយថៃជ្រុំយកមកប្រាប់ថាយើងជាឋាននរុអវជ័យទៀតគឺអារឿងឆបោកអនឡាញមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃហើយមួយថ្ងៃទៀតជ្រុំរាល់ថ្ងៃដោយសារតែការចិញ្ជ្រុំនេះគឺមុខមាត់ជាតិយើងនេះគឺវាអាប់អោនខ្លាំងមែនតើអញ្ចឹងការចាប់លោកចិនស៊ីគឺជាការគេហៅថាព្រួញមួយបាញ់បានសត្វពីរសម្រាប់កម្ពុជាហេតុអីបានជាខ្ញុំថាព្រួញមួយបាញ់បានសត្វពីរដោះស្រាយបញ្ហាបានរួចមួយគ្រាទី1បន្ធូរកំហឹងរបស់ប្រជាពលរដ្ឋឬក៏សហគមន៍អន្តរជាតិដែលមើលមកកម្ពុជាថាជាជំរុកនៃបទល្មើសឆបោកអនឡាញហើយកម្ពុជាអសមត្ថភាពមិនចាត់ការអីសោះសុំកលុំចូលដៃគ្នាជាមួយនឹងពួកអក្រិតជនអានេះតាមអ្វីដែលជាការសន្និមត់ទូទៅទេខ្ញុំមិនចោទរដ្ឋាភិបាលកម្ពុជាថាសុំកលុំជាមួយអក្រិតជនទេប៉ុន្តែអ្វីដែលយើងមិនចាត់ការហ្នឹងគឺធ្វើឲ្យមតិទូទៅគេចាត់ថាកម្ពុជាយើងសុំកលុំហើយមិនអនុវត្តច្បាប់ដើម្បីចាត់ការអ្នកអង្គការចិនស៊ីហ្នឹងព្រោះពិភពលោកគេចាត់ការអស់ហើយដូច្នេះអាវុធមួយបាញ់បានសត្វពីរនេះទី1កម្ពុជាចង់ប្រាប់ថាកម្ពុជាចាត់ការដែរគ្រាន់តែមិនទាន់ដល់ពេលវាត្រូវការពេលវេលាឥឡូវចាត់ការហើយយ៉ាងម៉េចទៀតហើយចាត់ការនេះគឺបានដកសញ្ជាតិដកអីចាប់បញ្ជូនទៅប្រទេសចិនឲ្យចិនចាត់ការហើយដូច្នេះនេះគឺជាព្រួញទី1បាញ់បានសត្វមួយសត្វទី2គឺកម្ពុជាចង់គេហៅថាដកដងដាវឬក៏អាវុធពីក្រមប្រឆាំងនៅក្រៅប្រទេសដែលកំពុងតែចិញ្ជ្រុំរឿងឆបោកអនឡាញដែលជារឿងដ៏អាស្រូវបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលមិនចាត់ការធ្វើឲ្យប្រទេសនេះបាក់មុខយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិគឺចិញ្ជ្រុំម្ដងហើយម្ដងទៀតព្រោះអីវាជាឱកាសមាសសម្រាប់ខាងក្រមប្រឆាំងនៅក្រៅប្រទេសឬក៏អ្នកណាដែលតវ៉ាដើម្បីឲ្យមានស្ដារស្ថានភាពឡើងវិញហើយបង្ហាញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហានឹងដែរដូច្នេះព្រួញមួយទៀតដែលអាចបាញ់បានសត្វហ្នឹងគឺបន្សាបយុទ្ធនាការតវ៉ាឬក៏ចិញ្ជ្រុំរបស់ក្រមប្រឆាំងនៅក្រៅប្រទេសទៅលើអ្វីដែលរដ្ឋាភិបាលអត់ចាត់ការរឿងឆបោកអនឡាញហ្នឹងហើយក៏ប្រាប់សហគមន៍អន្តរជាតិថាកម្ពុជាបានធ្វើដែរមិនអត់សោះទេនៅក្នុងន័យជាមួយគ្នានឹងបានមួយគ្រាប់បានសัตว์មួយទៀតគឺស្អំចិត្តប្រជាពលរដ្ឋខ្មែរឲ្យងាកមកមើលការធ្វើល្អរបស់រដ្ឋាភិបាលខ្លះផងកុំគិតតែពីរឿងអាព្រំដែននឹងខ្លាំងពេកព្រោះឥឡូវរដ្ឋាភិបាលបិទតែកំពុងតែរវល់អារឿងថៃឈ្លានពានដែនអធិបតេយ្យមិនប្តឹងទៅតុលាការណាក៏ដោយក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងយកពេលរវល់ប៉ុណ្ណឹងហើយមកដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងដើម្បីបន្ធូរបរិយាកាសដែរដូច្នេះស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកខ្លួនឯងឲ្យងាកមកមើលអំពីស្នាដៃរបស់កម្ពុជាខ្លះកុំឲ្យឃើញអត់សោះយើងបាក់តបយើងត្រូវថៃវាយយកគ្រប់តំបន់នៅក្នុងជួរមុខហ្នឹងគឺ14ទីតាំងដោយប្រាសាទយើងដល់ទៅ3កន្លែងផ្សេងទៀតដែលរដ្ឋាភិបាលប្រកាសទទួលស្គាល់ថា14កន្លែងហើយមកដល់ម៉ោងហ្នឹងថៃអត់មានខ្ជាក់ទេមានតែសម្ោចក្នុងខោថែមឥឡូវហ្នឹងកំពុងតែមានបញ្ហាអោបជើងគេសុំគេចរចា
ដើម្បីគណៈកម្មការវាស់វែងហ្នឹងគេប្រាប់ថាអត់វាស់ទេគេបានហើយគេទុកសិនចាំមានរដ្ឋាភិបាលគេវាដូចថាវាតឹងចិត្តក្រៃណាវាអត់មានបធូរអីបានសោះដូច្នេះនេះគឺជាឱកាសពង្រៀងស្ថានភាពបន្តិចដែរអញ្ចឹងនៅក្នុងនយោបាយគេហៅថា tactic classic ពាក្យថា tactic classic នេះគឺបានន័យថាជាល្បិចកលផ្នែកកលយុទ្ធនយោបាយនៅក្នុងការពង្រៀងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋអត់ខុសពីអ្នកនយោបាយថៃដែរទេឲ្យតែទីក្រុងបាងកករៀងមានបញ្ហាច្បុកច្បល់ដោះស្រាយអត់បានគឺយកមកដុតនៅព្រំដែនដល់តែពេលទាញការចាប់អារម្មណ៍មកព្រំដែនផ្លិចអារឿងភ្លើងឆេះនៅបាងកកដូចគ្នាអញ្ចឹងឥឡូវនេះគឺនៅពេលដែលយើងកំពុងតែម្នាក់ផ្ដោតទៅលើតែហ៊ានខ្មែរស្លាប់ច្រើនណាស់សាកសពយកមិនទាន់បានលាក់នឹងលាក់បងប្អូនយំស្រែករាល់ថ្ងៃវេទនាផ្លូវចិត្តយើងចាញ់គេយើងបាត់បង់ដែនអធិបតេយ្យយើងបោះអស់មកកណោកម្ពុជាមិនព្រមប្តឹងទៅអន្តរជាតិលាក់នឹងលាក់គឺថាមួយថ្ងៃគឺសម្រុកដាក់បន្ទុកទៅលើរដ្ឋាភិបាលដូច្នេះបន្ធូរបន្តិចទៅមានរឿងចិនស៊ីព្រោះរឿងចិនស៊ីនេះណាគេអាចចាប់បានតាំងតែពីពេលដែលអាមេរិកចាប់ផ្ដើមចេញដោយការថ្កោលទោសព្រោះនៅរដ្ឋាភិបាលកម្ពុជារឿងចេះ24ម៉ោងពួកខាងសកម្មជនបកប្រឆាំងពេលខ្លះដល់ទៅ24ម៉ោងតែ10ម៉ោងឬក៏12ម៉ោងជួនកាលភ្លាមនឹងគ្រាន់តែប្រហោះសារតាម Facebook ភ្លាមតាមដល់ផ្ទះភ្លាមនឹងទៅចាប់ធ្វើទុកបុកម្នេញក្រុមគ្រួសារម្ដាយឪពុកគេបងប្អូនគេអីអញ្ចឹងទៅចាប់យកមកដាក់គុកបានភ្លាមអត់មានរួចខ្លួនទេតតែពេលលោកចិនស៊ីរាប់ខែហេតុអីបានគេកោតទោសពេញពិភពលោកយើងអត់ដែលមានរដ្ឋាភិបាលដើម្បីចាត់ការរឿងហ្នឹងអីអញ្ចឹងស្រាប់ដល់ពេលឥឡូវស្រាប់តែមកចេញរឿងហ្នឹងកើតរដ្ឋាភិបាលគេអាចថារឿងស្មុគស្មាញបែបនេះគេត្រូវការពេលយូរណាស់ខ្ញុំថារឿងបើសនគ្រាន់តែត្រីតូចកភ្លៀងចង្វាអីហ្នឹងយើងនៅកើបនៅកម្ពុជាស្មៅកម្ពុជាអីហ្នឹងក៏ដាក់តាមមួយឈ្នៀងមកក៏អស់ដែរប៉ុន្តែនេះត្រីផ្ទក់ត្រីឆ្ដោនៅចងោឃើញច្បាស់ចាស់ដល់អត់មានអីប្របាក់ចាប់តែគេចាប់មិនបានដោយសារគេមិនចង់ចាប់ឥឡូវគេចាប់បានហើយគឺដោយសារតែបន្ធូរស្ថានភាពហ្នឹងតិចប៉ុន្តែបងប្អូនម្ដងទៀតខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជាដែលហ៊ានពុះពៀកាត់សាច់ស្អុយមួយដុំនេះចោលដែរព្រោះអីស្អុយរលួយជាមហារាជពេញដងខ្លួនទៅហើយយ៉ាងហោចណាស់ក៏បានជួយបើថាវានៅខាងដៃឆ្វេងកាត់ចោលទៅព្រោះអីបើវិននឹងរៀលមកដល់សួតថ្លើមប្រមាត់របស់យើងក្នុងចាក់ជាមិនខាប៉ុន្តែនៅពេលដែលកាត់ដៃឆ្វេងនេះចោលដែលដោយទៅទាំងលោកចិនស៊ីទៅនេះណាសួរតើសពាងកាយរបស់យើងនឹងរួចផុតពីជំងឺមហារីកមែនអត់ទេមហារីកនេះត្រូវការព្យាបាលថ្នាំថេរ៉ាពីដល់ដំណាក់កាលទី4ហើយដូច្នេះការកាត់អវយវៈឬក៏កន្លែងណានោះគឺគ្រាន់តែជាការបន្ថយពេលវេលាកុំឲ្យយើងស្លាប់លឿនពេកតែប៉ុណ្្នឹងឯងចឹងសំខាន់បំផុតតើយើងរកថ្នាំអីមកព្យាបាលជំងឺមហារីកដំណាក់កាលទី4របស់យើងឲ្យជានេះអាហ្នឹងគឺជារឿងមួយបន្ថែមទៀតដែលរដ្ឋាភិបាលត្រូវដោះស្រាយហើយរឿងនេះគឺវាមានវែងឆ្ងាយណាស់តែយ៉ាងណាម្ដងទៀតខ្ញុំនៅតែកោតសរសើរថារដ្ឋាភិបាលទោះក្នុងចេតនាធ្វើដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋឬសហគមន៍អន្តរជាតិក្នុងតម្លៃណាក៏ដោយនោះក៏វាជាឱកាសដែលភ្ញាក់ផ្អើលហើយគប់ជួននឹងពិធីបុណ្យ7មករាទៀតដើម្បីចង់ប្រាប់ថាជាទិវាជោគជ័យដល់ប្រវត្តិសាស្ត្រហើយយកការចាប់ខ្លួនផ្សព្វផ្សាយអត់ផ្សាយទេចាប់ពីថ្ងៃទី6ខែមករាម្សិលមិញអត់ទាន់ផ្សាយទេគឺចាំផ្សាយថ្ងៃ7មករាហ្នឹងហ្មងដើម្បីអីឲ្យគប់ជួនត្រូវនឹងព្រឹត្តិការណ៍7មករាហ្នឹងតែម្ដងទៅឲ្យប្រជាពលរដ្ឋចងចាំថា7មករាគឺជាទិវាជ័យជំនះដែលតាមការអះអាងរបស់ពួកគាត់ផងហើយជាទិវាដែលកម្ពុជាចាត់ការលោកចិនស៊ីផងបងប្អូនថ្ងៃ7មករានេះគឺវាចំពោះប្រជាពលរដ្ឋខ្មែរជាពិសេសមន្ត្រីបកប្រឆាំងនៅចងចាំមិនភ្លេចទេ7មករាឆ្នាំ2025កន្លងទៅនេះគឺជាថ្ងៃដែលតំណាងរាជគណៈបកសង្គ្រោះជាតិលោកលឹមកំយ៉ាត្រូវបានឃាតករបាញ់ប្រហារទាំងកណ្ដាលថ្ងៃត្រង់នៅឯទីក្រុងបាងកកប្រទេសថៃដោយមានកិច្ចសហការពីមនុស្សខ្មែរ2នាក់ជនជាតិខ្មែរ2នាក់គឺពេជ្រកំស្រិននិងលីរតនៈរស្មីមកដល់ម៉ោងនេះគឺ1ឆ្នាំគត់ពន្លឺយុត្តិធម៌អំពីអ្នកដែលជាដៃដល់ដើម្បីចូលរួមនៅក្នុងការសម្លាប់លោកលឹមកំយ៉ាដែលធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលយើងថ្កោលទោសប្រព័ន្ធយុត្តិធម៌យើងថ្កោលទោសប្រព័ន្ធធ្វើទុកបុកម្នេញយើងជុំវិញពិភពលោកថាអាការធ្វើទុកបុកម្នេញផ្នែកនយោបាយគម្រាមកំហែងដល់មន្ត្រីប្រឆាំងនៅតែជាស្រមោលអន្ទោលតាមប្រាណយើងអត់ទាន់បានដោះស្រាយទេអញ្ចឹង1ឆ្នាំពេញហើយក្រុមគ្រួសារលោកលឹមកំយ៉ា
នៅតែយំស្រែកដង្ហើយរកយុត្តិធម៌ប្រទេសថៃគេលាងដៃរបស់គេបានយ៉ាងស្អាតដោយកាត់ទោសភាណយដែលជាឃាតករកេះកៃកំភ្លើងហ្នឹងជាប់គុកអស់មួយជីវិតទៅហើយប៉ុន្តែអ្នកបញ្ជាអ្នកតាមឃ្លាំមើលអ្នកឲ្យលុយជួលភាណយអីហ្នឹងមានលីរតនៈរស្មីនិងពេជ្រកំសរិននៅស្រុកខ្មែរមកដល់ម៉ោងនេះ1ឆ្នាំគត់អត់ដឹងថានៅឯណាអត់ដឹងថាអាជ្ញាធរស៊ើបអង្កេតបានដល់កម្រិតណាអត់ដឹងថាការវិវត្តនឹងយ៉ាងម៉េចគឺអត់និយាយអីសោះនៅស្ងៀមជាជាងស្រដីទៅពីជ័យខ្ចីជាជាងទនេមាត់ដូច្នេះបើសិនជាកម្ពុជាចង់ឲ្យថ្ងៃ7មករាជាថ្ងៃប្រវត្តិសាស្ត្រឲ្យកម្ពុជាចងចាំពីអំពើល្អរបស់រដ្ឋាភិបាលក៏ជោគជ័យសមិទ្ធិដ៏អស្ចារ្យខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាក៏មិនគួរប្រងើយកន្តើយរកយុត្តិធម៌ដល់លោកលឹមកំយ៉ាផងព្រោះនេះគឺជារឿងមួយដែលជាមុខមាត់របស់ជាតិកម្ពុជាហើយកុំឲ្យគេដៀលគេចោទយើងថាធ្វើទុកបុកម្នេញពួកក្រុមប្រឆាំងមិនដែលរកឃើញយុត្តិធម៌ទេក្រុមប្រឆាំងស្លាប់យ៉ាងអាសាបង់គ្មានការយកចិត្តទុកដាក់ហើយបើក្រុមខ្លួនហ្នឹងគឺប្រឹងរកយុត្តិធម៌អីអញ្ចឹងទៅបើក្រុមគេហ្នឹងគឺទៅស្អីទៅដូច្នេះមកដល់ម៉ោងនេះឃើញទេខួប1ឆ្នាំបិទទៅថាកម្ពុជាកំពុងតែអះអាងអំពីសមិទ្ធិជោគជ័យដ៏ថ្លៃថ្លារបស់កម្ពុជា7មករាជាថ្ងៃរស់រានមានជីវិតលើកទី2យ៉ាងណានោះប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់គិតថា7មករានេះក៏ជាថ្ងៃដែលទ័ពបរទេសឈ្លានពានលុកលុយកាន់កាប់ប្រទេសកម្ពុជា10ឆ្នាំបណ្ដកទៅវិញហើយដោយសារតែវត្តមានរបស់ទ័ពបរទេសនេះក៏ធ្វើឲ្យកម្ពុជាមានមន្ទិលមានជំងឺសតិអារម្មណ៍ថាសពថ្ងៃមានក្រុមជំនាញការក្រុមអង្គលើងរបស់ទាហានវៀតណាមហ្នឹងនៅក្នុងជួររដ្ឋាភិបាលអីហ្នឹងឡាក់ព្រោះអីអាជំងឺហ្នឹងគឺដោយសារតែទ័ពបរទេសនៅលើដែនអធិបតេយ្យយើងវាយូរពេកដល់ទៅជិត10ឆ្នាំហើយទ័ព100,000នាក់មិនតិចទេរបស់ទ័ពវៀតណាមហ្នឹងដូច្នេះអាហ្នឹងគឺខាងរដ្ឋាភិបាលកម្ពុជាគណៈបកប្រជាជនកម្ពុជាចាត់ទុកថាជាជ័យជំនះរំដោះប្រជាពលរដ្ឋឲ្យរស់រានមានជីវិតយើងត្រូវទទួលស្គាល់ថាបើមិនមានការដែលទាហានវៀតណាមលុកលុយចូលប្រទេសកម្ពុជាបណ្ដេញក្រុមខ្មែរក្រហមចេញមកទេក៏មិនមានកម្ពុជាទី2អីហ្នឹងដែរវាជាការពិតជាប្រវត្តិសាស្ត្រប៉ុន្តែក្នុងប្រវត្តិសាស្ត្រហ្នឹងក៏បងប្អូនត្រូវចងចាំថាទិវាដែលទ័ពបរទេសឈ្លានពាននៅក្នុងដែនអធិបតេយ្យកម្ពុជារាប់សែនអ្នកដែរ100,000អ្នកដែរដូច្នេះអាហ្នឹងក៏វាជារឿងគួរឲ្យចងចាំប៉ុន្តែបងប្អូនក៏ត្រូវចាំថាបើសិនជាគ្មានទ័ពបរទេសចូលមកហើយគ្មានកម្មាភិបាលខ្មែរក្រហមដូចជាលោកហ៊ុនសែនទៅសហការដើម្បីនាំទាហានខ្មែរក្រហមវៀតណាមចូលមកក្នុងប្រទេសកម្ពុជាដើម្បីដេញពួកខ្មែរក្រហមក៏របបខ្មែរក្រហមនេះវានឹងរលាយដោយឯងទេគ្រាន់តែថាវាយូរទៀតនឹងស្លាប់មនុស្សច្រើនថែមទៀតតែប៉ុណ្្នឹងឯងតែយ៉ាងណាគឺការដែលវត្តមានរបស់ទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1979នេះវាជាការបិទបញ្ចប់របបខ្មែរក្រហមកាប់សម្លាប់នឹងវាបានមុនកាលកំណត់របស់ខ្លួនព្រោះរបបខ្មែរក្រហមនេះគ្មានពេលនឹងអាចនឹងរីកចម្រុងចម្រើនទេការចាប់ផ្ដើមសម្លាប់មនុស្សកម្មាភិបាលមានជំងឺគេហៅថាសម្ោលខ្លាចសម្ោលខ្លួនឯងនេះចាប់ផ្ដើមសម្លាប់អ្នកខាងក្រៅរហូតតខាងក្នុងរហូតកម្មាភិបាលអស់បែបនេះតើយើងទៅធ្វើឲ្យរបបនេះបានចម្រុងចម្រើនឯណាកើតព្រោះម្នាក់ខ្លាចគ្នាបែបនេះរត់តែរត់ហ្នឹងដល់តែពេលមានទាហានខ្មែរក្រហមទាហានវៀតណាមចូលមករត់បាត់ជើងសក់ព្រាតមែនទៅដល់ទល់ដែនអស់អាហ្នឹងគឺជារបៀបបរាជ័យនៅក្នុងការដឹកនាំរដ្ឋព្រោះមានគ្មានរដ្ឋណាដែលដឹកនាំដើម្បីសម្លាប់បំបិតសម្លេងប្រជាពលរដ្ឋទេហើយនេះគឺជាវិនិស្សកម្មមួយដ៏ធំប៉ុន្តែជាអកុសលនៅពេលដែលរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាកសាងសមិទ្ធិយ៉ាងច្រើនក្រោយរបបខ្មែរក្រហមដែលដូចថាឲ្យមានថ្ងៃ7មករាដែលកម្ពុជាអះអាងថាជាជោគជ័យដ៏ធំជាជីវិតទី2របស់ប្រជាពលរដ្ឋដល់ពេលមកឥឡូវស្រាប់តែប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពខ្លាចដូចសម័យខ្មែរក្រហមអញ្ចឹងនិយាយគ្នាអត់បានខ្លាចគេចាប់ដាក់គុកខ្លាចគេចោទពីបទញុះញង់ខ្លាចនេះខ្លាចនោះគ្រប់រឿងលើកលែងតែនិយាយល្អពីរដ្ឋាភិបាលឬគណៈបកប្រជាជនកម្ពុជាដូច្នេះអាសមោលនៃការភ័យខ្លាចនោះវានៅដដែលសោកស្ដាយមែនតើប្រជាពលរដ្ឋខ្មែរសពថ្ងៃបាក់ស្បាតអ្នកដែលផ្ញើសារមកខ្ញុំជួនកាលខ្ញុំពេលខ្លះខ្ញុំស្រក់ទឹកភ្នែកដែរសុំកុំសរសេរសារ
បានទេសុំនិយាយគ្នាស្ងាត់ឬទៅជួបនៅតុកាហ្វេឬអីទៅព្រោះនិយាយសារនៅក្នុង Facebook ហ្នឹងខ្លាចគេរករឿងអានេះគឺជាជំងឺខ្មែរក្រហមណាបងប្អូនជំងឺអត់ទុកចិត្តគ្នាហើយជំងឺអត់ទុកចិត្តគ្នាជំងឺបាក់ស្បាតនេះវាមិនមែនកើតឡើងដោយឯងទេគឺកើតឡើងដោយរបៀបដឹកនាំរដ្ឋដែលឃ្លាំមើលដែលចាប់ធ្វើទុកបុកម្នេញឥឡូវខ្មែរយើងមកដល់ម៉ោងហ្នឹង50ឆ្នាំក្រោយរបបខ្មែរក្រហម50ឆ្នាំខ្ញុំចាំច្បាស់ដោយសារអីខ្ញុំកើតឆ្នាំ1976ដល់ខែមេសាខែឧសភាខែមីនាឆ្នាំនេះគឺខ្ញុំគម្រប់អាយុកន្លះសតវត្សហើយហ្នឹង50ឆ្នាំហើយអញ្ចឹងបានន័យថាខ្ញុំចាំរបបនេះដោយសារតែវាត្រូវនឹងការដែលខ្ញុំកើតនៅក្នុងឆ្នាំ76ក្នុងរបបនឹងដែរហើយអញ្ចឹងទៅអាការបាក់ស្បាតហ្នឹងគឺវានៅអញ្ចឹងរួចដល់ពេលហើយតលតាពេលមកអញ្ចឹងឥឡូវគួរតែ50ឆ្នាំហ្នឹងយើងឈឺអាជំងឺដែលបាក់ស្បាតជំងឺដែលខ្លាចគ្នាជំងឺដែលរបបខ្មែរក្រហមតាមមានឆ្លប់មានកងឆ្លប់តាមមើលតាមយកទៅសម្លាប់ហ្នឹងវាគួរតែឈប់វាទៅជាកើតឡើងកាន់តែខ្លាំងឡើងជាងមុនទៀតដោយសារតែអីមានសេរីភាពហើយប៉ុន្តែអត់មានសេរីភាពចង់និយាយថាសេរីភាពដើរហើរអីទៅសេរីភាពនៅក្នុងការបញ្ចេញមតិមានមួយទំហឹងបើសរសើររដ្ឋាភិបាលតែបើសេរីភាពហ៊ានរិះគន់រដ្ឋាភិបាលគឺដឹងតែគុកចឹងហ្មងហ្នឹងបើនៅស្រុកខ្មែរបើនៅក្រៅប្រទេសអាចធ្វើបានរាល់ថ្ងៃនេះបានបងប្អូននៅខ្មែរនៅក្រៅប្រទេសទេដែលជួយនិយាយជួយថាបើនៅក្នុងប្រទេសចប់ហើយកវីបណ្ឌិតបញ្ញវន្តអីហ្នឹងគឺសងំសុកទាំងអស់អាសាច់ជូនខ្លាបើនៅស្រុកបានស្រុកយើងអត់អាចអភិវឌ្ឍកើតទេបងប្អូនយើងអត់អាចអភិវឌ្ឍប្រទេសបានដោយមានជេរភាពឬក៏មានជោគជ័យជ័យជំនះអីក្នុងនាមជាជាតិរឹងមាំខ្លាំងក្លាបានទេព្រោះប្រជាពលរដ្ឋបាក់ស្មារតីបាក់ស្បាតនិយាយចេះតែងាកមើលក្រោយខ្លាចគេស្ដាប់ខ្លាចគេលបស្ដាប់សំឡេងអត់ទេអត់ទៅមុខទេបងប្អូនសម័យបច្ចេកវិទ្យាគេប្រើ AI អស់ទៅហើយរួចយើងនៅនាំគ្នាភ័យខ្លាចសមោលទូលតាមប្រានរបៀបដឹកនាំរដ្ឋគឺយើងធ្វើអញ្ចឹងកុំបំផ្លាញអារបៀបដឹកនាំរដ្ឋបែបហ្នឹងចង់និយាយថាឈប់ទៅឲ្យប្រជាពលរដ្ឋមានសតិសម្បញ្ញៈហ៊ាននិយាយការពិតជាងនិយាយការពារដើម្បីឲ្យចូលរួមជាកម្លាំងនឹងគ្នាកសាងប្រទេសរបស់យើងហើយបើយើងធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតតែយើងចង់បានអីទូកមួយដែលត្រូវការគ្នា7-10លានអ្នកឲ្យដើម្បីឈ្មោះទៅទិសជោគជ័យនៃមហាសាមគ្គីគ្រួសារខ្មែរក៏ប៉ុន្តែអ្នកដែលប្រមូលផលសមិទ្ធិគឺមានតែគណៈបកកណ្ដាលអំណាចអ្នកណានៅលើទូកហ្នឹងដែលហ៊ានតែនិយាយអីក៏ដោយរិះគន់ថាចៅហ្នឹងដូចជាមិនត្រូវកន្លងទេដូចអញ្ញាច្រើនតម្លាក់ទឹកឬក៏រករឿងដល់អញ្ចឹងទៅបាត់មនុស្សម្ដងមួយឬក៏អ្នកនៅលើទូកហ្នឹងគឺនៅអត់ព្រលឹងអត់ដឹងចៅទៅឯណាផងជួនកាលដាក់ជើងតម្លាក់ចោលក្នុងទឹកលេងយកជើងរាទឹកចឹងទៅព្រោះអីមិនបានស៊ីឆ្លៀខ្ទេចទៅព្រោះដូចអត់ទៅមុខផងចៅមិនដឹងទិសតំបន់អីឯណាវាអត់មានការស្រោះគ្នាប៉ុន្តែអាហ្នឹងវាផ្ទុយទៅនឹងស្មារតីរបស់មេបកកាន់អំណាចលោកហ៊ុនសែនដែលប្រកាសនៅសាររបស់លោកដែលប្រកាសនៅក្នុងឱកាសរំលឹកខួប47នៃជ័យជំនះ7មករា47ឆ្នាំនៃជ័យជំនះ7មករាលោកហ៊ុនសែនប្រើឃ្លាមួយដែលគួរឲ្យចាប់អារម្មណ៍គឺសាមគ្គីរស់សាមគ្គីឈ្នះឃ្លានេះគឺជាឃ្លាប្រកបដោយទស្សពិតរាជធម៌កម្ពុជាសំណាងណាស់មានមេដឹកនាំដែលមានទស្សពិតរាជធម៌ណាបងប្អូនយល់ថាចង្កឹះមួយបាច់គេកាច់មិនបាក់ទេចង្កឹះមួយហ្នឹងគឺគេយកមកកាច់គឺបាក់ចង្កឹះមួយបាច់បើផ្ដុំគ្នាយើងកាច់មិនបាក់ទេព្រោះអីកម្លាំងហ្នឹងវារួមគ្នាមូលអញ្ចឹងសាមគ្គីរស់សាមគ្គីឈ្នះលោកលើកឡើងអំពីសាមគ្គីរបស់កម្មាភិបាលខ្មែរក្រហមចំនួនគាត់មានលោកហេងសំរិនលោកជាស៊ីមអីហ្នឹងដែលបែកខ្លួនចេញពីក្រុមខ្មែរក្រហមដែលតាមសម្លាប់ពួកគាត់ដែរបើគុំតែបែកទៅបង្កើតរណសេរី2ធ្នូនៅឆ្នាំ1978អីហ្នឹងអត់រស់ទេកម្មាភិបាលខ្មែរក្រហមនៅតំបន់បូព៌ាទាំងអស់ហ្នឹងស្លាប់យកមកកជើងគ្នានៅបឹងជើងឯកយកមកជាប់គុកទួលស្លែងដូចតែកុយធួនដូចតែអ្នកដតីទៀតមកកណក៏ដឹកដែលជាមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមដែរប៉ុន្តែពួកគាត់ដឹងខ្លួនតាន់គឺសុកចិត្តរត់ចោលប្រទេសរបស់ខ្លួន
từ rok Việt Nam đầm bay ở chuối mau dọc tọp mau vay rụm đỏ anh chàng tại anh ấy cứ chia ca đài chùm rơ bờ nơi có slap trong sọc chặt tư có bàn rùa hay bàn máu chặt chặt tục tha sa mà kỳ khai tăng vì năng máu chục chỉ lọ hơiมีดักนอมแบบนี้บองโอนเหมือนมีสำนางบานได้พรูมีดักนอมในเลยพิภพโลกชรันนะได้กำปงแต่ทั่วอ้อยประเทศจีนระบบคลุนใบบะซานี่คือจีซาดอประกอบด้วยอัตในโดยชื่อบัมพัดพรูในหน้าแต่จองบานมีดักในหน้ามันจองบานมีดักนอมได้ยี่ปีซาเมื่อกี้จีนขมายบ่งรูปบ่งรวมจีนดำใบชเนี่ยกับปนใต้ในเปได้หมดลูกฮาทับซาเมื่อกี้ชเนี่ยซาเมื่อกี้รู้นั่นคือสำได้แต่เลยแต่ซาเมื่อกี้ตีขนมระบบคณะปะการดำนายเต้อัดเมียนนี่ยี่ปีซาเมื่อกี้จะมวยนั่นคณะปะประชังเต้คือต่อว่าขมังประชังขมาวนั่นคือเรื่องเนี่ยได้ข้างในข้างกลางปะบัดแต่ข้างปะคล้วนนั่นคือส่วนดอกปลอกประในกรุบเหลี่ยมมั่วหรือก็บาดซาเปียเลียเปียยังไม่คือส่วนดอกปลอกประในเอาลอยดำใบปลุกคำเกกรุบขี้ให้อัดเมียนดะตัวดะตอนไอ้ต่างคือถ้าจุดกดเอากระสาวเมาย่อปุ๊ทลันฉลามนึงสัตว์เซระปุ๊ต่างนั่งโยมหมดดะอ้อยปิ้งในขนมเตี้ยดำใบกำลาเนี่ยเดตีให้ปรังปลาเป็นแรงดำใบอ้อยคำดำใบอ้อยจักดำใบอ้อยทั่วตุกบกมันในเดเนี่ยเดตีให้สำอางทาคลุนซาเมื่อกี้ตีขนมนั้นคือซาเมื่อกี้ดำใบกาเปียกรมอำนาจคลุนไอ้ปัญแต่ซาเมื่อกี้ขมายต่างมูลอัดเมียนเนี่ยนาประชังเนี่ยนาตัวเนี่ยนาริกลคลุนคือบัดจิตต่างบัดจิตให้บันเนี่ยนาริกลกรมครูซาตะโกลหนคือบัดจิตจังธรรมดาเวทเจียอัดโยลถาการิกลนั่งเวทเจียอัมเปอร์แต่เว้ยเนี่ยบองปอนเปียถากบัดจิตคือตัวตายเจียอัมเปอร์มันแมนจีก้านี่ยี่เตเยอะนี่ยี่สาวไทยมันแมนขบัดจิตเตโอตีฮอทายยืงสาวกองตอบไทยเกมีนอติโปลคลังบอกเกแมนมีนลอยตอบเกเปล่าหยนหอกประเด็นเปล่าไอ้นี่สเปียวุดเกมีนอ้าวกรอกเกมีนติเยอะกับเพลิงตุ่มเนิบแมนกับบัดเชียเต้คือยืงจังปรับรัฐพิบาลยืงทายยืงทั่วอัดบานจำนัดเกเต้ยืงเต้าทั่วไอ้จามจึงนั่งเจียรบเบียบริกุลดำใบไอ้ดัสเตยืงอัดสดับเนนาทาไทยสาวไทยหรอกับบัดเชียต่างอำเภอกบัดเจียดเหมือนแมนเชียอำเภอสอดสาบอเตอำเภอกบัดเจียดคือเชียอำเภอได้กัดตึกได้ระบายยืงแต่เอาประเทศหรือการกรุบกรองรัฐได้เหมือนไอ้กรุบกรองได้นัทปไตยระบายคลวนบ้านปีกาเฉลียนเปลี่ยนระบายบอระเตให้เหมือนพร้อมจ่อจันปีดำไหนดำใบไอ้เนี่ยน่าได้มีรัฐเพียบไอ้ตบตัวในโครงการได้ตบได้นังบ้านของไอ้บอระเตเฉลียนเปลี่ยนโยบานเกเหมือนเจ้าประกันทารัฐพิบาลพร้อมกัดได้เอาเกเตปนใต้รัฐพิบาลปรังออกปีสมัติเพียบไปปนใต้เหมือนไอ้กรุบกรองด้านอธิปไตยระบอบยืงโครงการกรุบกรองด้านอธิปไตยระบอบยืงไอ้บานกงวงมีเรื่องใบสำคัญบอมโอนเหมือนแมนจะเตยังไอ้ตุบบานเตตีมวยคือซามเมื่อกี้มาห้าครูซาขมายเอาขมายยังเรื่องม่วมคลังคลาปีขนมประเทศดำใบเจียรบองรนแนงตุบบอร์เตชเลียนเปียนกลมเอาโจลบานคือยังเตยแต่ดับผมเปลี่ยนเนี่ยนั่นคือยังมูลมอดขี้นี้ยังซ้ำเมื่อกี้ขี้นี้ยังคลั่งต่างออกขี้นี้บางห้างถ้าขมายอดอายนาปะบานอันนั้นตีมวยคือเจียรบองสมใบแต่ประดวงระบอบไอ้ก็เหมือนอายเมาเอาขมายชกาปลาใส่นังบานได้ในซาไอ้บ่ยังคลั่งเจียแต่มวยปนใต้บ่ยังใบขยายขี้นี้ยังบะกำลังซ้ำเมื่อกี้คือสตรีเกชเลียนเปียนคือเกนึงงี้นึงมาเชลียนเปียนจะให้บ่ยังกรบกรองประเทศเหมือนอายรวมซ้ำเมื่อกี้นังบ้านคือเจียปราใจในการดักนอมรอดให้อันนั้นจำนวนมวยได้ทายยังครั้งอายกาเปียกลมเอาเกเชลียนเปียนตันเตรียนด้านอธิปไตยระบอบยังบ้านตีปีแต่ต้องตัวนึงกำลังเศรษฐกิจระบอบยังในเป้ได้ยังมีเศรษฐกิจริจำรานเรื่องม่วมยังมีลุยกรุบกรอนในขนมกาวินิยกพนัยกาปีจิตยังมีลอยกรุบกรอนดำใบชายแต่เฮียนได้สมัครจัดได้แกนกระดอยนั่นคือบ่ทากรรมกรประคาย$200ขนมไม่ขายแต่เฮียนคือ$1,000เติม$1,500หรือก็$2,000เอาไม่โจเธอแต่เฮียนต่างออกกับบานได้ผู้กำบัดงอลเรื่องทาแต่ทั่วกรรมกรไอ้ทั่วแต่เฮียนต่างออกเติมดำใบกาปีจิตยกลอยนั่งแต่ใจบ่มปกแต่เลยแต่เฮียนกับบานได้ปลุกไอ้วิจิกำลังเรื่องมอมกาเปียเธอปไตยระบอบยืงเรื่องดอสไรขังครองจำเกิดเตียดยืงดำลังประเบียวัดเตยแต่เฮียนนั่งอ่อยกุ้นนั่งทเวปรามดองเตย
ហើយត្រូវផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យទាហានសម្ភារៈយោធាស្បៀងអាហារថែបំពន់គឺថាវិស័យតបហ្នឹងគឺយើងគឺថាទៅបង្រៀនទៅរៀនទាហានហ្នឹងគឺចង់ចូលទាហានហ្មងគឺទៅហ្នឹងព្រោះអីទី1បានទទួលការយកចិត្តទុកដាក់ខ្ពស់ទី2គឺបានអាហារហូបចុកគ្រប់គ្រាន់ទី3គឺបានប្រាក់ឧបត្ថម្ភទី4ក្រុមគ្រួសារមានការគិតគូរទី5សពាវុធគ្រឿងអីប្រើប្រាស់នឹងទំនើបទាន់សម័យគឺទាហានមានទឹកចិត្តហើយក៏វាជាការបំពាក់កម្លាំងឲ្យមនុស្សក្លាហានហើយមានវិន័យទាហាននេះគឺសំខាន់ណាស់ព្រោះអីយើងទៅឈ្នះគេបានដោយសារវិន័យរបស់យើងវិន័យហ្នឹងគឺដោយសារអីតើតែទាហានយើងហ្នឹងមានហូបចុកគ្រប់គ្រាន់ជីវភាពសមរម្យមិនមែនផ្ទះរខិរខៈរុញមិនបន្តិចដួលភីងទេប្រពន្ធពោះធំអត់ទាំងលុយដើម្បីឲ្យទៅសម្រាលកូនសមរភូមិទៅប្រយុទ្ធឈ្នះអ្នកណានៅពេលដែលកំពុងតែអោបកំភ្លើងសញ្ជឹងគិតក្រុមគ្រួសារនៅសមរភូមិក្រោយមិនដឹងខ្វះអីហូបនេះវាអត់មានការក្លាហានគ្រប់គ្រាន់ចង់និយាយថាតតាំងនឹងវាតតាំងវាញែកបញ្ហាវាទៅ100ជំរាកដូចសក់អញ្ចឹងណាដូច្នេះគាត់ពិបាកអញ្ចឹងហើយបានថាតតែទាំងអស់ហ្នឹងទាំងសមរភូមិមុខសមរភូមិក្រោយខ្លាំងហើយមានសពាវុធគ្រប់នៅពេលដែលយើងជួយទាហានគ្រប់គ្រាន់លុយថវិកាជាតិបើថាដាក់ទៅផ្នែកអប់រំ$1លានយើងដាក់ទៅខាងយោធា$5000លាន$1000លានដាក់ទៅខាងការពារជាតិ$5000លានទប់ស្កាត់អំពើពុករលួយអ្នកដែលលួចជាតិគ្រប់បែបយ៉ាងហ្នឹងលួចជាតិរ៉ែមាសរ៉ែជូងរ៉ែថ្មកាប់ព្រៃឈើបំផ្លាញសពបែបយ៉ាងដែលខ្ទង់$1000លានហ្នឹងយកហ្នឹងទាំងអស់មកចាប់អ្នកទាំងអស់នោះដាក់គុកឲ្យអស់យកលុយហ្នឹងមកបំពោកខាងយោធាយើងវិញទៅឲ្យគាត់មានបានអញ្ចឹងបាទខ្ញុំនិយាយថាយោធាពលីគឺថាយើងត្រូវជួយឲ្យមែនតើបើចំពោះខ្ញុំម្នាក់គឺត្រូវ$1លានចាយទៅគាត់ពលីដើម្បីជាតិនេះលំបាកណាស់អ្នកណាតែចង់ស្លាប់ជីវិតនោះលោកហើយបើស្លាប់ជីវិតគ្រួសារពលី$1លានប្រមូលមកលុយអុកញ៉ាហ្នឹងមានប្រមាណយកមកដាក់ឲ្យ$1លានដើម្បីជាការឲ្យបំពាក់ស្មារតីកងទ័ពហ្នឹងឲ្យថាវាដូចថាស្លាប់ក៏បិទផ្នែកចិត្តណាហើយគ្រួសារអ្នករបួសពិការហ្នឹង$50,000ម្នាក់ព្រោះគ្មានអ្នកណាគេចង់ដូចថាបើសិនដើម្បីជាតិមាតុភូមិឲ្យបានចឹងចាយទៅដើម្បីឲ្យជីវិតរស់នៅចុងក្រោយហ្នឹងថាមានការគិតគូរមិនមែនថាអូឥឡូវទ័ពនេះឪពុកស្លាប់ហើយចឹងឲ្យកូនចូលទ័ពដែរទៅមិនចាំបាច់ដាក់ពាក្យដាក់អីច្រើនជាការលើកទឹកចិត្តមួយហើយប៉ុន្តែឪពុកបានប្រាក់ខែ200ឲ្យកូនមកឈើទ័ពហ្នឹង200ទៀតហ្នឹងដូចថាវាដូចអត់មានអីជាឲ្យថាស្ដាប់ទៅចូលទ័ពហ្នឹងគឺអស្ចារ្យណាណាក៏ចង់ចូលដែរចូលអត់បានទេហើយកាត់បន្ថយអំពើពុករលួយដែលថាចូលតតែបង់លុយបង់អីលក្ខណៈខ្ញុំជឿថាបើសិនជាយើងរឹតបន្តឹងវិស័យនឹងបានគឺយើងនឹងធ្វើឲ្យជាតិនេះខ្លាំងក្លាទប់ទល់ជាមួយប្រជាមិត្តបានយ៉ាងបដូរផ្ដាច់ដោយអត់មានញញើតទេចង់និយាយថាឥឡូវហ្នឹងក៏យើងអត់ញញើតដែរប៉ុន្តែចំណុចទី3មិញខ្ញុំនិយាយអំពីកម្លាំងសាមគ្គីផ្ទៃក្នុងជាតិខ្មែរទី2គឺតកតងនឹងការវិនិយោគលើវិស័យយោធារបស់យើងហើយមែនតើបងប្អូនស្ដាប់ទៅវាសគារជាបងប្អូនខ្លះនឹងជេរខ្ញុំហើយថាចោះស្រុកមានសន្តិភាពអីទៅយកលុយដាក់ទៅបំពោកខាងយោធានឹងបានប្រយោជន៍អីបើសន្តិភាពហើយយើងគិតពីរឿងអប់រំគិតពីរឿងសុខាភិបាលគិតពីរឿងជួយប្រជាពលរដ្ឋក្រីក្រស្រូវអង្ករលក់ចុះថ្លៃ1គីឡូ600អីណានេះយើងគិតចេះវិញត្រូវហើយយើងនៅតែគិតដូចតែគ្នាចឹងក៏ប៉ុន្តែយើងត្រូវគិតយោធានឹងឲ្យច្រើនដោយសារតែយោធាគឺជារបងការពារជាតិចំណុចទី3គឺតកតងនឹងកម្លាំងការទទួលស្គាល់មិត្តភ័ក្តិជាមួយសហគមន៍អន្តរជាតិយើងមានមហាសាមគ្គីខ្មែរខ្លាំងហើយមិនប្រកាសថាយើងឈ្នះប្រជាមិត្តទេយើងមានតែហ៊ានយើងដល់អង្គអាចក្លាហានមហិមាអស្ចារ្យហើយឬក៏អាចថាមានសពាវុធគ្រប់គ្រាន់ដើម្បីទប់ទល់ប្រជាមិត្តហើយមិនប្រកាសថាយើងអាចនឹងរួចខ្លួនពីការឈ្លានពានរបស់បរទេសទេយើងមើលអ៊ុយក្រែនក៏មានសពាវុធរបស់គេសំលមមដែរប៉ុន្តែមិនដល់រុស្ស៊ីទេរុស្ស៊ីនឹងវាមានច្រើនពេកក៏ប៉ុន្តែនៅក្នុងនេះខ្ញុំចង់និយាយថាទំនាក់ទំនងការទូតជាមួយសហគមន៍អន្តរជាតិគឺជារឿងសំខាន់ណាស់មុខមាត់ប្រទេសមួយនៅក្នុងសម័យសកលពិភពពាណិជ្ជកម្មនេះគឺយើងត្រូវរាប់មិត្តឲ្យបានច្រើនហើយមិត្តនៅទីនេះខ្ញុំសំដៅទៅលើមិត្តប្រទេសប្រជាធិបតេយ្យព្រោះប្រទេសកុម្មុយនីសវាលលាយចង់អស់ហើយ100%នៅសល់តែ2ឬ3%មិនដល់ផងទេប្រទេសកុម្មុយនីសនៅលើโลกនោះ
យើងរកឈ្មោះប្រទេសកុម្មុយនីសឲ្យឃើញច្រើនតិចមើលវាអស់ហើយនៅតែប្រទេសចិននៅតែប្រទេសដូចជារុស្ស៊ីអីអញ្ចឹងនៅកូរ៉េខាងជើងអីប៉ុន្តែប្រទេសទាំងអស់នេះដែលសហគមន៍អន្តរជាតិណាគេគេឲ្យតែមករកស៊ីជាមួយគេភ័យចងាប់ហើយគ្នានឹងអត់មានចង់ទៅបង្ករបួសស្នាមទៅបង្កអីចង់តែបច្ចេកវិទ្យាអីល្អចង់យកទៅប្រកួតប្រជែងគ្នាដូចក្រុមហ៊ុនចិនអីចឹងខ្វះអីបញ្ញវន្តបណ្ឌិតចិនអីហ្នឹងគេផលិតគ្រឿងសពាវុធគ្រឿងបច្ចេកវិទ្យាគ្រឿងទំនើបបានច្រើនល្អពេលខ្លះបច្ចេកវិទ្យាខ្លះដូចសំទោសដោយរឿង AI ថ្ងៃមុនអីវិញចិនផលិតសឹងតែល្អជាងនៅអាមេរិកនេះផងនេះប៉ុន្តែដល់យកមកគេអត់ចង់បានសោះដូចសំបីតែ TikTok ហ្នឹងគឺថាមានអ្នកគ្រប់គ្រងរាប់រយលានអ្នកសំបីអាមេរិកហ្នឹង150លានអ្នកអាមេរិកជាងពាក់កណ្ដាលប្រទេសឲ្យប្រើអា TikTok ហ្នឹងបោះចិនតាប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋចិនគេចាប់ផ្ដើមមិនសប្បាយចិត្តនឹងអារបៀបដឹកនាំបែបកុម្មុយនីសឃើញរឿងរហូតក្រុមហ៊ុន TikTok ហ្នឹងក៏មានបញ្ហាក្រុមហ៊ុនទូរស័ព្ទ Huawei របស់ចិនហ្នឹងដែលទំនើបដែលល្អអីដែលអាចប្រកួតប្រជែងបានក៏មានបញ្ហារហូតមិនមែនបញ្ហាដោយសារបច្ចេកវិទ្យាហ្នឹងទេបញ្ហាគឺដោយសារចូលគេអត់ចោះដោយគេអត់ចូលចិត្តដោយសារអីយើងកុម្មុយនីសអញ្ចឹងនៅក្នុងការខ្សែគប់ប្រទេសហ្នឹងក៏យើងគួរមើលដែរជាសសរស្តម្ភដ៏សំខាន់ទី3គឺខ្សែគប់ឲ្យត្រូវប្រទេសហើយខ្សែគប់អ្នកណាគឺប្រទេសសេរីអាមេរិកសហគមន៍អឺរ៉ុបជប៉ុនអង់គ្លេសឬក៏ណានាក៏ដោយឲ្យតែមានរបៀបសេរីប៉ុន្តែកុំងាកខ្លាំងពេកឲ្យគេឃើញច្បាស់ថាយើងទៅអោបជើងតែចិនកុម្មុយនីសណាហើយសួរថាខុសមែនអោបចិនកុម្មុយនីសនឹងវាអត់មានខុសអីទេព្រោះយើងមានមិត្តឲ្យច្រើនក៏ល្អដែរប៉ុន្តែមិត្តរបស់កម្ពុជាសប្តាហ៍ហ្នឹងគឺជាមិត្តរបៀបបដោះគោយបដោះអាសន្នប្រគ្រប់កិច្ចដើម្បីតបតទប់ទល់នឹងអំពើរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យរបស់ខ្លួនដែលប្រទេសសេរីគេនាំគ្នាដាក់ទណ្ឌកម្មយើងអត់មានជំរើសតាមពិតកម្ពុជាអត់ដែលទៅបដិសេធទំនាក់ទំនងជាមួយអាមេរិកទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេអត់ដែលទេទទួលដៃ10ចង់អោបទាំងចិនចង់អោបទាំងបរទេសជាប្រទេសសេរីក៏ប៉ុន្តែទង្វើដែលយើងធ្វើហ្នឹងគឺធ្វើឲ្យប្រទេសសេរីចូលយើងអត់ចោះហ្មងព្រោះយើងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រទេសសេរីហើយត្រូវនឹងពួកកុម្មុយនីសហ្នឹងតែម្ដងគឺអីការបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពបាក់ស្បាតចាប់ឃុំមនុស្សតាមអំពើចិត្តស្អីក៏ញុះញង់ដែរប្រទេសកម្ពុជារំលាយគណៈបកប្រឆាំងចោលឆន្ទៈរាស្ត្រ3លានអ្នកចោលដូចដកស្ពៃចឹងហើយធ្វើដូចមិនដឹងអីហើយបង្កើតច្បាប់រដ្ឋធម្មនុញ្ញកែចុះកែឡើងដើម្បីបង្ក្រាបឲ្យអ្វីដែលជាអំពើខុសច្បាប់ហ្នឹងបង្កើតឲ្យវាស្របច្បាប់ហើយរត់តែខុសទៀតហើយសហគមន៍អន្តរជាតិគេល្ងងមែនគេមិនមើលឃើញយើងទេឬគេមើលឃើញតាប៉ុន្តែសួរថាអ្នកដឹកនាំរដ្ឋាភិបាលឈឺក្បាលទេអត់ឈឺក្បាលទេព្រោះដោយសារនេះគឺជារបៀបគ្រប់គ្រងអំណាចក្រុមគ្រួសារតកូលខ្លួនឲ្យបានរឹងមាំព្រោះមានតែវិធីរំលាយគណៈបកដតីនឹងហើយដែលធ្វើឲ្យយើងនឹងអាចនឹងបន្តក្រាញអំណាចប៉ុន្តែបានតែប្រយោជន៍បកពួកទេប្រជាពលរដ្ឋ17លាននាក់អត់បានសេចក្តីសុខពីអាការដែលអនុវត្តគោលនយោបាយដែលកំចាយគណៈបកប្រឆាំងឲ្យខ្មែរគ្នាឯងដែរហើយទៅអោបជើងបរទេសដូចជាសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកអត់អោបបានគេមិនអាចយកយើងមកបានព្រោះតែយើងមកនឹងវាប្រឡាក់ប្រឡូសដោយផុកជ្រាំបើយើងលាងសម្អាតខ្លួនយើងឲ្យជ្រះហើយអាផុកជ្រាំហ្នឹងបើទៅអោបចិនគេយកដៃ10ដោយសារចិនអត់ខ្វល់អាពងអាធ្លាក់ទឹកហ្នឹងគឺយើងយកអីក៏បានដែរចិនគេឲ្យយកទៅអត់បាច់ខ្វល់ទេខ្ចីទៅជំនួយឥតសំណងឲ្យខ្លះខ្ចីខ្លះឲ្យខ្លះខ្ចីខ្លះ$4000លានជាងសងតែការប្រាក់ចិនសងអត់បានផងមានប្រទេសច្រើនហើយដែលសុកចិត្តកាត់កំពង់ផែកាត់អីទៅឲ្យចិនដើម្បីលួសបំណុលណាហើយយើងមើលការដឹកនាំប្រទេសបែបនេះប្រជាពលរដ្ឋ17លាននាក់មកជឿលើវាសនារបស់អ្នកដឹកនាំហើយដល់ពេលហើយជពាក់លុយគេរុំសួតប្រជាពលរដ្ឋ17លាននាក់អត់បានចាយផងជពាក់គេកូនកើតមកជពាក់គេ7-800អត់បានចាយមួយរៀលឈឺក្តៅកាហាយចង់រករឿងរដ្ឋាភិបាលរិះគន់អីចាប់ដាក់គុកទៀតអយុត្តិធម៌ប៉ុណ្ណាសម្រាប់ប្រជាពលរដ្ឋយើងនៅពេលដែលយើងដឹងអំពើអយុត្តិធម៌
ការរំលោភបំពានសិទ្ធិមនុស្សអំពើពុករលួយការដឹកនាំរដ្ឋមានបញ្ហាមិនអាចមានសាមគ្គីខ្មែរបាននិយាយអត់បានឲ្យតែនិយាយគឺត្រូវពោះវែកនឹងឆ្លាមនឹងសัตว์អាសេរពឹសដែលគណៈបកប្រជាជនគេចិញ្ចឹមដើម្បីប្រឡែងឲ្យមកខំមកចឹកគឺមកខំចឹកគេមករាល់ពេលឡើងទៅគឺត្រូវជួបនឹងសัตว์អាសេរពឹសនឹងគ្រប់ពេលគួរឲ្យអាកសលមែនតើហើយអត់មើលឃើញរឿងហ្នឹងទេអញ្ចឹងបានថាទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិនេះគឺជារឿងស្រួលទេគឺយើងសម្អាតខ្លួនយើងឲ្យស្អាតបើយើងធ្វើឲ្យខ្លួនយើងកក្រិចគឺយើងច្បាស់ជាជាប់លាមកនឹងផុកនឹងសម្រាមទៀតហើយដូចជារបៀបដែលគេអត់ខ្វល់ដូចចិនដូចកុម្មុយនីសដទៃទៀតគេអត់ខ្វល់យើងទេគឺគេឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយក្បាលមិនជាប់មេឃជើងមិនជាប់ដីរកស៊ីដើម្បីកេងប្រវាញ់លើកម្លាំងប្រជាពលរដ្ឋខ្មែរយើងយកទៅដើម្បីឲ្យតែចំណេញជាតិសាសន៍គេហើយយើងដល់ពេលដែលអត់មានល្អយើងចេះតែអោបកសោបគេទៅហើយដល់តែពេលមានរឿងអីឆ្លោះគ្នាជាមួយថៃបានយើងដឹងថាយើងធ្លាក់ទឹកប្រងព្រោះអាអ្នកដែលអោបកសោបយើងទាំងនរុអវជ័យហ្នឹងគឺគេក៏ប្រលេះដៃចោលយើងដែរសហគមន៍អន្តរជាតិទាំងអស់អត់មាននរណាថ្កោលទោសថៃជំនួសកម្ពុជាសំបីតែមួយបងប្អូននេះគឺជាបរាជ័យដ៏ធំបំផុតនៅក្នុងការដែលយើងមិនអាចធ្វើខ្លួនយើងដើម្បីឲ្យអបជាមួយនឹងសហគមន៍អន្តរជាតិឲ្យគេនៅខាងយើងបានណាហើយអានេះគឺជារបៀបដឹកនាំរដ្ឋបងប្អូនយើងត្រូវហ៊ាននិយាយការពិតហើយខ្ញុំនិយាយនេះអត់មានឲ្យបងប្អូនទៅឡើងធ្វើបាតកម្មទម្លាក់រដ្ឋាភិបាលទេខ្ញុំអត់មានចេតនាបែបនេះទេខ្ញុំគ្រាន់តែពន្យល់អំពី logic ហើយខ្ញុំមិនមែនជាអ្នកវិភាគប្រកែអីទេបងប្អូនកុំឲ្យតម្លៃខ្ញុំធំពេកខ្ញុំគ្មានតម្លៃអីនៅក្នុងការដែលមកនិយាយស្អីគេវិភាគអីត្រូវរឿងអីច្រើនអត់ទេខ្ញុំជាមនុស្សសាមញ្ញដូចតែបងប្អូនរត់ម៉ូតូឌុបរត់ pass up អីពេលខ្លះខ្ញុំចេះមិនដល់បងប្អូនផងព្រោះផ្ដាល់យោបល់មកឲ្យខ្ញុំនឹងប្រសើរណានៃពេលខ្លះដូចនៅប្រទេសកម្ពុជានៅស្រុកខ្មែរជាងកាត់សក់ខ្ញុំសំជានាយករដ្ឋមន្ត្រីជាងនាយករដ្ឋមន្ត្រីផងហេតុអីបានជាខ្ញុំនិយាយចឹងនៅពេលដែលខ្ញុំកំពុងតែអង្គុយកាត់សក់ខ្ញុំនិយាយពី25 30ឆ្នាំមុនគឺគាត់និយាយត្រូវទាំងអស់អំពីស្រុកយើងណាបើគេធ្វើអញ្ចេះបានអញ្ចេះល្អអញ្ចេះហើយគាត់ជាងកាត់សក់សោះបងប្អូនដល់ពេលហើយពេលដែលគាត់និយាយពីកាត់បន្ថយអំពើពុករលួយគោរពសិទ្ធិមនុស្សស្ដារប្រទេសយើងឲ្យប្រជាពលរដ្ឋនឹងមានជីវភាពធូរធារកុំឆ្លោះគ្នាខ្មែរសាមគ្គីខ្ញុំស្ដាប់គាត់ទៅខ្ញុំថាគួរឲ្យសោកស្ដាយខ្ញុំប្រាប់ថាបងមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីបានព្រោះអីគំនិតនេះគឺជាគំនិតអ្នកដឹកនាំប្រទេសតាប៉ុន្តែគួរឲ្យសោកស្ដាយអ្នកដែលមានគំនិតអាចដឹកនាំប្រទេសបាននឹងអាចធ្វើជានាយករដ្ឋមន្ត្រីបានរវល់តែកាន់កត្រៃកាត់សក់ហើយតែអញ្ចឹងយើងអត់មានទៀតទេខ្ញុំទៅជិះស៊ីក្លូខ្ញុំចូលចិត្តជិះស៊ីក្លូណាបងប្អូននៅស្រុកខ្មែរដោយសារអីមិនមែនជាការដែលឃើញចាស់ចឹងអាណិតគាត់ជូនលុយគាត់ទេខ្ញុំចង់ផ្ដល់ការងារឲ្យគាត់ធ្វើដោយសុចរិតដោយថ្លៃថ្នូរមិនទៅសុំទានឬក៏មិនទៅលួចឆក់ប្លន់គេអំពើសុចរិតបែបនេះគ្រប់ត្រម៉ូតូឌុបស៊ីក្លូតាក់ស៊ីអីមានមួយកណោខ្ញុំអត់ជិះឆ្ងាយបន្តិចយូរបន្តិចខ្ញុំសុកចិត្តជិះស៊ីក្លូដើម្បីអីជួយលើកទឹកចិត្តបានខ្ញុំមិនផ្ដល់ថវិការបៀបជាការឲ្យលុយដើម្បីឲ្យគាត់អត់ធ្វើការទេព្រោះគាត់អត់មានមោទនភាពនៅក្នុងការបំពេញការងារអញ្ចឹងគ្រប់ត្រគាត់ដោយជិះស៊ីក្លូរបស់គាត់គាត់ឲ្យជូនលុយគាត់លើសទៅបើមួយជើងហ្នឹង1500ជូនគាត់3000ទៅវាមិនជាចង្រៃអីជួយលើកទឹកចិត្តគាត់ផងព្រោះគាត់បាក់ញើសពេញខ្លួនប៉ុន្តែនៅក្នុងពេលហ្នឹងក៏មានឱកាសជជែកលេងជាមួយគាត់អំបីដឹងតាទៅសួរទៅតាស៊ីក្លូណាក៏មានគំនិតស្នេហាជាតិអាចនឹងដឹកនាំប្រទេសបានដែរទៅសួរគាត់មើលសាកមើលហើយកុំរករឿងធ្វើទុកបុកម្នេញគាត់ថានិយាយទៅហ្នឹងគឺខ្លាចគេចាប់ដាក់គុកនិយាយឲ្យអស់ចិត្តហើយទៅស្ដាប់គាត់ហើយខ្ញុំបានជម្រាបពួកគាត់ថាលោកអ៊ំបើតថាវ័យចាស់មែនបើកាន់ប្រទេសយើងនឹងបានសេចក្តីសុខប៉ុណ្ណាទេព្រោះយល់អំពីការជ្រាក់ជ្រៅរបស់អ្នកក្រអ្នកលំបាកដោយតាស៊ីក្លូអីអញ្ចឹងថាក់ស៊ីក្លូអីអញ្ចឹងចង់ឲ្យជីវភាពរីកចម្រើនគឺត្រូវធ្វើម៉េចគួរឲ្យសោកស្ដាយគំនិតដ៏ល្អដែលអាចធ្វើនេះបានហ្នឹងគឺអ្នកដែលដឹកនាំប្រទេសបានរវល់តាក់ស៊ីក្លូអស់ទៅហើយអានេះគឺជាអ្វីដែលយើងគិតថាវាគួរឲ្យសោកស្ដាយអញ្ចឹងបានថាការដឹកនាំប្រទេសគឺយើងស្ដាប់មតិរបស់ប្រជាពលរដ្ឋអ្នកណាក៏អាចក្លាយជាមេដឹកនាំបានដែរ
អ្នកណាក៏មានគំនិតស្ថាបអញ្ចឹងបានថាកុំថាខ្ញុំប៉ាកែខ្ញុំចេះអីខ្ញុំអត់ចេះទេអីទេដូចតែបងប្អូនទេឲ្យខ្ញុំស្ដាប់មតិខ្ញុំស្ដាប់អ្វីដែលជាភាពខ្លាំងរបស់ខ្ញុំណាគឺខ្ញុំស្ដាប់ខ្ញុំចូលចិត្តស្ដាប់ណាឲ្យតែពេលជួបបងប្អូននិយាយឲ្យស្ដាប់ខ្ញុំចូលចិត្តស្ដាប់មតិទាំងអស់ទោះជាមតិយ៉ាងម៉េចក៏ដោយខ្ញុំចូលចិត្តស្ដាប់ប៉ុន្តែឲ្យតែមានជេរបតិចផ្ដាសាបើនៅក្នុង Facebook YouTube របស់ខ្ញុំគឺបាយហើយនេះគឺជាឱកាសចុងក្រោយដែលបានឮសារហ្នឹងហើយគឺខ្ញុំប្លុកចោលទាំងអស់មិនចំពោះថាគាត់បាត់បង់មិនបានស្ដាប់មតិខ្ញុំគំនិតខ្ញុំអីយ៉ាងម៉េចទេព្រោះខ្ញុំធ្វើធម្មទានចង់ឲ្យបងប្អូនស្ដាប់ការស្រាវជ្រាវការស្វែងរកព័ត៌មានពិតជូនបងប្អូនប៉ុន្តែតែចេញមកជេរបើកមាត់មកចាប់ផ្ដើមបចោលភ្លាមគឺប្លុកចោលហ្មងគឺតម្លៃស្អីក៏អត់មានដែរចំពោះខ្ញុំអ្នកណាក៏ដោយមិនចំពោះតែមនុស្សនៅក្នុងគ្រួសារខ្ញុំទេអ្នកណាក៏ដោយមិត្តភ័ក្តិណាក៏ដោយដែលបើកមាត់ឲ្យចាប់ផ្ដើមជេរគឺអស់មានមិត្តអស់មានភ័ក្តិអស់មានគ្រួសារអីជាមួយគ្នាជជែកគ្នាអីបានហើយព្រោះអីអំពើជេរពីលាអាវ៉ាសែបាត់ផ្សារអសិលធម៌គ្មានសុជីវធម៌បែបនេះមិនមែនជាដំណោះស្រាយទេវាជាការចងកំហឹងគុំគួនហើយបើយើងខ្សែគប់មនុស្សបែបនេះកាន់តែយូរគឺយើងនឹងចង្រៃតាមហ្នឹងហើយអញ្ចឹងបំភ្លេចចោលទៅឲ្យ delete ចោល block ចោលអស់ទៅព្រោះនៅក្នុងខួរក្បាលយើងត្រូវការសេរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការអត់ត្រូវការលិមួកទេបងប្អូនអត់ត្រូវការកន្ធោអត់ត្រូវការបាតផ្សារដូចថាស្រាតសពុតឬក៏អសិលធម៌អញ្ចឹងទេ block ចោលអត់និយាយគ្នាបានបើគាត់កែចរិតស្ដារមកវិញនិយាយគ្នាបានវិញអត់អីទេគឺយើងអត់ចូលចិត្តតែភាពអសិលធម៌អគុណធម៌ខ្វះសេចក្តីថ្លៃថ្នូរតែប៉ុណ្ណឹងនេះជាការបង្រៀនឲ្យយើងមានសេចក្តីថ្លៃថ្នូរតែប៉ុណ្ណឹងអត់ចង់បានអីហើយសូមអធិស្ឋានបងប្អូនទាំងអស់បងប្អូនចូលនៅក្នុង comment របស់ខ្ញុំស្ដាប់គ្រប់ពេលហើយខ្ញុំមានពេលមួយថ្ងៃខ្ញុំឆ្លើយសារបងប្អូនណាមិនតិចជាង300សារទេនៅក្នុងMessenger ក្នុងអីហ្នឹងខ្ញុំឆ្លើយបងប្អូនខ្លះថាបាច់ឆ្លើយមកខ្ញុំវិញទេព្រោះអីលោករវល់ណាខ្ញុំឲ្យតម្លៃមតិរបស់បងប្អូនប៉ុន្តែជៀសវាងការជេរបន្តិចពេលខ្លះឲ្យគំនិតមកខ្ញុំចង់នៃស្ថាបនាទៅខ្ញុំក៏ជួយកែតម្រូវថាអាហ្នឹងមិនពិតទេហើយឈប់ផ្សព្វផ្សាយអីទៀតទៅក៏ជួយអប់រំកែដែរមិនអាចជ័យធ្លាក់ទឹកហើយអើអីចឹងទេប៉ុន្តែស្ដាប់នេះហើយគឺជារឿងសំខាន់ហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលកម្ពុជាស្ដាប់រៀនស្ដាប់កុំរៀនចោតគេថាញុះញង់គ្រប់ពេលហើយបើក្លាហានមែនតើណាដើម្បីឲ្យជាតិនេះមានសាមគ្គីជាជាតិសាសន៍មួយហើយយើងដោះស្រាយបញ្ហាឲ្យត្រូវរឿងជាអង្គុយបក់ផ្សែងមិនព្រមរួចភ្លើងណាកម្ពុជាបង្កើតសមាជប្រជាពលរដ្ឋឡើងវិញរដ្ឋធម្មនុញ្ញមានចែងហើយដូចខ្ញុំបងនិយាយចឹងថាខ្ញុំអត់មានទៅចង់ឲ្យរុះរើរដ្ឋាភិបាលទម្លាក់រដ្ឋាភិបាលអីទេអស់លោកកាន់ទៅតកូលអីក៏បានដែរខ្ញុំអត់ឈឺក្បាលទេតកូលសុកតកូលទាតកូលហ៊ុនតកូលកំតកូលសំតកូលរងតកូលសតកូលអីកាន់ចោះប៉ុន្តែសូមឲ្យកាន់ឲ្យប្រទេសនេះប្រជាពលរដ្ឋ17លាននាក់អាចរស់នៅជាមួយគ្នាយើង agree to disagree យើងអាចព្រមព្រៀងគ្នាយល់ស្របទៅតាមមតិមិនយល់ស្របនឹងបានអូខេគាត់មានគំនិតចឹងឥឡូវព្រមថាទៅតាមគំនិតដែលយើងមិនស្របគាត់ចឹងចោះអត់អីទេឲ្យរៀនចេះអញ្ចឹងបានយើងនៅជាមួយគ្នាបានកុំថាអ្នកណានិយាយអីក្បត់ជាតិអ្នកណានិយាយអីញុះញង់អ្នកណានិយាយអីក្រុមប្រឆាំងផ្កាប់មកយើងអត់មានកោះត្រោយទេហើយម៉ោងនេះអត់មានម៉ោងចឹងទេគឺម៉ោងសាមគ្គីរស់សាមគ្គីឈ្នះអញ្ចឹងខ្ញុំវិលមកវិញដែលមេដឹកនាំកម្ពុជាប្រើពាក្យសាមគ្គីរស់សាមគ្គីឈ្នះនេះគឺជាសារប្រជាពិធទេព្រោះគាត់សាមគ្គីរស់និងសាមគ្គីឈ្នះតែក្រុមគាត់ទេអត់មានសាមគ្គីអ្នកដតីកើតទេហើយបើខ្មែរគ្មានសាមគ្គីជាធ្លុងមួយរវាងខ្មែរទាំងអស់ទេគឺយើងដឹកនាំ100ឆ្នាំទៀតក៏អត់ទៅមុខមានតែលលាយព្រោះដោយសារអីយើងអាចត្រូវគ្នាហើយខ្ញុំដកស្រង់ប្រសាសន៍របស់អ្នកឃ្លាំមើលសង្គមដែលឧស្សាហ៍ឃ្លាំមើលស្ថានភាពកម្ពុជាហើយក៏គាត់លើកឡើងអំពីសាររបស់លោកហ៊ុនសែននិយាយសាមគ្គីរស់សាមគ្គីឈ្នះហ្នឹងគាត់ថាអញ្ចេះលោកម៉ែនណាតលោកម៉ែនណាតលោកឈឺឆ្អាលកិច្ចការសង្គមនឹងរាល់ថ្ងៃដែរលោកម៉ែនណាតឆ្លើយអញ្ចេះថាសូមជូនយោបល់បន្ថែមដើម្បីឲ្យសាររបស់លោកហ៊ុនសែនដែលថាសាមគ្គីរស់សាមគ្គីឈ្នះនេះមានប្រសិទ្ធភាពនៅក្នុងការអនុវត្តជាក់ស្ដែងនិងឈប់ធ្វើប្រជាពិធនយោបាយនៅក្នុងស្ថានភាពប្រទេសថៃកំពុងឈ្លានពានកម្ពុជានៅចំពោះមុខនេះគឺរដ្ឋាភិបាលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតលោកខ្លួនផ្ទាល់គួរធ្វើរឿង3យ៉ាង
ដែលជាជំហានដំបូងនេះជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសទី1ប្រកាសរួបរวมឯកភាពជាតិមិនមែនឯកភាពបកគឺផ្សះផ្សាជាតិពិតប្រាកដតាមរយៈការប្រស័យតាក់ទងក្នុងនាមខ្មែរគ្នាឯងនិងតាមរយៈកិច្ចសន្ទនាគ្រប់ភាគីខ្មែរដោយស្មោះត្រង់ស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាទីត្រង់ចំណុចនេះលោកម៉ែនណាតបញ្ជាក់បន្ថែមថាយើងចង់ឃើញមានការដោះលែងដោយគ្មានលក្ខខណ្ឌចំពោះលោកកឹមសុខាលោកថាច់សេដ្ឋាកញ្ញាសេងធីរីជាដើមនឹងត្រូវដោះលែងសកម្មជននយោបាយសកម្មជនបរិស្ថានសកម្មជនសង្គមរួមទាំងត្រូវទម្លាក់ចោលសំណុំរឿងនយោបាយរបស់លោករងឈុននិងអ្នកដទៃទៀតផងដែរទី2លោកម៉ែនណាតបន្ថែមត្រូវបើកលំហសេរីភាពនយោបាយឲ្យមានការប្រកួតប្រជែងស្មើភាពគ្នាស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជានិងគោរពគោលការណ៍ច្បាប់វិជ្ជមាននានាទី3លោកថាបើកលំហសេរីភាពសារព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងមានសិទ្ធិបញ្ចេញមតិដោយសេរីបាទនេះគឺជាសំណើដ៏សមហេតុសមផលហើយមិនពិបាកធ្វើសោះប៉ុន្តែរដ្ឋាភិបាលធ្វើឲ្យតែពិបាកតតែបានដោយសារអីការបើកលំហសេរីភាពនៅក្នុងការហ៊ាននិយាយការពិតមិនមានសត្វអាសេរពឹសតាមខំនេះគឺជាការផ្ចាញ់ផ្ចាលរបៀបដឹកនាំរដ្ឋរបស់គណៈបកកណ្ដាលអំណាចនឹងហើយដូច្នេះគាត់ធ្វើអត់បានទេហើយការធ្វើអត់បានហ្នឹងគឺជាការរំលាយខ្លួនដែរដោយរបបខ្មែរក្រហមអញ្ចឹងចុងក្រោយអ្នកដែលនៅលើកប៉ាល់ហ្នឹងគឺលិចទៅទាំងអស់គ្នាទាំងគណៈបកកណ្ដាលអំណាចហ្នឹងក៏លិចទៅជាមួយគ្នាដែរវាជារឿងអកុសលហើយជាប្រវត្តិសាស្ត្រដោយលោកតាន់សង់ហ្វ្រង់ស្វ័រដែលជារដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលកាន់កិច្ចការក្រសួងការបរទេសអញ្ចឹងមួយថ្ងៃមុនហ្នឹងគាត់សរសេរសារអំពីពមៀនថៃថានឹងរងការសងសឹកគ្រប់ចំនួនដោយសារតែអំពើឈ្លានពានដែនអធិបតេយ្យថាប្រវត្តិសាស្ត្រគឺក្បាលរឹងណាស់បានន័យថាប្រវត្តិសាស្ត្រមិនអនុគ្រោះឲ្យទេដូចគ្នាប្រវត្តិសាស្ត្រកម្ពុជាក្បាលរឹងណាស់ខ្ញុំគិតថាសម្ដីរបស់លោកតាន់សង់ហ្វ្រង់ស្វ័រនេះគឺនិយាយឲ្យថៃក៏ត្រូវជាមួយនឹងខ្មែរដែរខ្ញុំសូមដកស្រង់សម្ដីរបស់លោកមកឆ្លើយនៅក្នុងន័យនេះថាប្រវត្តិសាស្ត្រក្បាលរឹងណាស់ History is relentless ក្បាលរឿងត្រង់ម៉េចថាបើយើងនៅតែបន្តធ្វើទុកបុកម្នេញខ្មែរគ្នាឯងហើយបន្តប្រើនយោបាយប្រជាពិធដ្ឋដើម្បីបិទបាំងថាខ្លួនពិតជាបង្រួបបង្រួមជាតិនេះហើយមិនបង្រួបបង្រួមមែនតែនគឺវាមិនខុសពីអ្វីដែលកើតឡើងក្នុងសម័យខ្មែរក្រហមទេគឺប្រវត្តិសាស្ត្រក្បាលរឿងណាស់គឺវានឹងសាដានឡើងវិញអត់មានបាត់ទៅណាទេដូច្នេះដើម្បីឲ្យប្រវត្តិសាស្ត្រកុំក្បាលរឹងគឺសកត់ក្បាលប្រវត្តិសាស្ត្រហ្នឹងហើយកែប្រវត្តិសាស្ត្រដោយរបៀបដឹកនាំរដ្ឋឲ្យប្រសើរជាងហ្នឹងកុំឲ្យទៅនៅក្នុងស្ថានភាពបែបហ្នឹងដដែលបាទឥឡូវនេះគឺនិយាយពីរឿងចំណុចទី3ដែលលោកម៉ែនណាតនិយាយពីសេរីភាពសារព័ត៌មានអកុសលណាស់បងប្អូនប៉ុន្តែខ្ញុំថាសេរីភាពសារព័ត៌មានហ្នឹងគឺយើងបំផ្លាញខ្ទេចខ្ទីតែម្ដងប្រព័ន្ធសារព័ត៌មានឯករាជ្យអត់មានសោះនៅស្រុកខ្មែរយើងអត់មានក្លឹបអ្នកកាសែតអន្តរជាតិកាលមុនធ្លាប់មានឥឡូវអ្នកកាសែតអន្តរជាតិមាននៅបាងកកទាំងអស់រួចតតែពេលមានឆ្លោះជាមួយថៃគេផ្សាយតែពីរឿងថៃគេយកព័ត៌មានពីបាងកកយើងនៅបាងកកយកព័ត៌មាននិយាយពីថៃឈ្លានពានកម្ពុជាណាណាទៅហ៊ាននិយាយថៃឈ្លានពានកម្ពុជាគេដេញផ្អើលពីបាងកកទៀតទៅដល់អញ្ចឹងទៅនិយាយតែពីរឿងខ្មែរក៏ខុសណាវាទៅជាអញ្ចឹងណារឿងថៃឈ្លានពានអត់មានផ្សាយពីរឿងថៃឈ្លានពានទេនិយាយតែពីរឿងទាំងពីរនាក់ហ្នឹងគឺខុសទាំងសងខាងអញ្ចឹងចាក់ខ្សែអញ្ចឹងរហូតដោយសារយើងវាអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លួនយើងជាភាសាអង់គ្លេសខ្ញុំនិយាយជាភាសាអង់គ្លេសភាសាខ្មែរហ្នឹងក៏មិនបាច់ហៅលឺទេអូយមិនដឹងជាស្អីទេលោកអាយលោក10មកយួរចេះតែទៅហើយមិនដឹងស្អីទេផ្សាយនោះគឺចេះតែផ្សាយឲ្យតែលឺប៉ុន្តែខ្ញុំកោតសរសើរក្រសួងព័ត៌មានដែរក្នុងរយៈពេលចុងក្រោយនេះដែលដឹកនាំដោយលោកណេតភក្ត្រាការដែលសរសើរដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រានេះគឺដោយសារតែមួយរយៈពេលចុងក្រោយនេះជាពិសេសក្រោយបាត់ជប់បាញ់គ្នាកើតឡើងពីថ្ងៃទី27ខែធ្នូមកគឺគាត់ខាងក្រសួងព័ត៌មានកម្ពុជាបានសម្របសម្រួលឲ្យមានអ្នកកាសែតអន្តរជាតិល្បីណាស់មាន Al Jazeera មាន CNN មាន BBC មានសារព័ត៌មានអន្តរជាតិមួយចំនួនទៀតអាចចូលមកយកព័ត៌មានដល់ភូមិព្រៃច័ន្ទភូមិជោគជ័យហើយទៅដល់អាស្ពានដែលថៃបាញ់កំតិចខ្ទេចខ្ទីអស់ណាម្ដងទៀតបងប្អូនខ្ញុំនិយាយដោយស្មោះគឺខ្ញុំកម្រសរសើរការដែល
រៀបចំឬក៏ដំណើរការងាររបស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាណាដោយសារតែធ្វើខុសច្រើនពេកប៉ុន្តែរឿងនេះគឺជារឿងត្រឹមត្រូវគឺគាត់ធ្វើហ្នឹងគឺយើងឃើញមែនឃើញអ្នកសារព័ត៌មានចុះទៅយកព័ត៌មានដល់ទីតាំងកើតហេតុផ្ទុះខ្ទេចខ្ទីអស់ហេដ្ឋារចនាសម្ព័ន្ធឥឡូវនេះពិភពលោកចាប់ផ្ដើមឃើញអំពីវិនិស្សកម្មនៅក្នុងសង្គ្រាមរយៈពេល21ថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋជនភៀសខ្លួនរស់នៅរញ៉េរញ៉ាក់ពេញទឹកពេញដីហ្នឹងហើយក៏ជាឱកាសដែលសហគមន៍អន្តរជាតិចាប់ផ្ដើមឃើញរូបភាពមួយជ្រុងពីភាគីកម្ពុជាប៉ុន្តែសួរថាបានប្រយោជន៍អីបងប្អូនសំណួរសួរថាបានប្រយោជន៍អីសារព័ត៌មានអន្តរជាតិមករាយការណ៍នៅពេលដែលថៃវាយខ្ទេចអស់ហើយហ្នឹងយើងរាយការណ៍ពីការឈឺចាប់ល្អហើយឲ្យការឈឺចាប់របស់យើងហ្នឹងគឺបានលឺដល់ឆាកអន្តរជាតិប៉ុន្តែអាការឈឺចាប់ហ្នឹងគឺមិនមែនមករាយការណ៍ប្រាប់ថាថៃជាអ្នកឈ្លានពានកម្ពុជាទេការរាយការណ៍នេះគឺគ្រាន់តែជាការរាយការណ៍បញ្ជាក់ប្រាប់ថាកម្ពុជារងផលខូចខាតពីសង្គ្រាមឆ្លោះគ្នាដែលអត់ដឹងថានរណាសម្អោចក្នុងខោតែប៉ុណ្្នឹងឯងជាការពិតហើយយើងបានបង្ហាញប្រាប់ពិភពលោកអំពីអ្វីដែលជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលវាជាការដែលប្រាប់អន្តរជាតិឲ្យដឹងថាថៃក៏ហក់អន្តរជាតិទេដែលថាផ្លោងគ្រាប់ទៅតែជំរំយោធាអីហ្នឹងតាមពិតមិនមែនទេប៉ះវត្តអារាមសាលារៀនមន្ទីរពេទ្យស្ពានសំណង់ស៊ីវិលអីសពបែបយ៉ាងដែរដូច្នេះថៃបំពេញច្បាប់មនុស្សធម៌អន្តរជាតិច្បាប់អន្តរជាតិច្រើនដែរដោយសារតែការដែលប្រព្រឹត្តប្រេះផ្ដាស់របស់ខ្លួនអញ្ចឹងការដែលនាំអ្នកកសែតទាំងអស់នេះមកចូលមកនេះគឺជាឱកាសដែលចង់ប្រាប់ថាយើងក៏មានយើងឲ្យអន្តរជាតិបានដឹងបាទចង់និយាយថាបានដឹងក្នុងន័យថាមានការបំផ្លាញខ្ទេចខ្ទីដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ប៉ុន្តែបងប្អូនយើងត្រូវការសារព័ត៌មានអន្តរជាតិទាំងនេះមិនមែនកពើរួចទៅបងហ៊ានចាប់សំទោសកពើក្នុងទឹកបងមិនសូវហ៊ានចាប់កពើងាប់ស្រាប់បងចាប់ឲ្យស្រីមើលទេកបីស៊ីស្រូវបងមិនសូវហ៊ានដេញកបីដើរចេញបងដេញឲ្យស្រីមើលអត់មែនអញ្ចឹងទេគឺយើងត្រូវរាយការណ៍តាំងពីដើមទីដើម្បីឲ្យពិភពលោកបានដឹងថាអ្នកណាឈ្លានពានអ្នកណាពីដើមទីមកម៉ោងនេះគឺយើងគ្រាន់តែនិយាយពីវិនិស្សកម្មប៉ុន្តែយើងអត់បាននិយាយពីអ្នកដែលបង្កហេតុដើមដំបូងទេចុះឥឡូវខ្ទេចខ្ទីនឹងក៏ដោយប៉ុន្តែបើយើងជាអ្នកសម្អោចក្នុងខោមុនដោយអ្វីដែលថៃចោទប្រកាន់អញ្ចឹងបានន័យថាជាការពិតយើងគ្រាន់តែប្រាប់ថាវិនិស្សកម្មអញ្ចឹងថៃមិនគួរណាចាស់ដៃពេកដល់ប៉ុណ្ណឹងទេប៉ុន្តែចុះហេតុអីបានជាយើងនាំអាចគេអញ្ចឹងទៅឧទាហរណ៍ពួកអត់មានព័ត៌មានពីមុនមកដែលឈ្លានពានថៃឈ្លានពានខ្មែរនោះអត់មានសារព័ត៌មានអន្តរជាតិណាផ្សាយសោះគឺទាល់តែចប់សង្គ្រាមមកផ្សាយពីវិនិស្សកម្មបងប្អូនល្អហើយវិនិស្សកម្មហ្នឹងល្អខ្ញុំលើកទឹកចិត្តហើយលោកណេតភក្ត្រាហ្នឹងថាមានសារព័ត៌មាន AP AFP Reuters Kyodo NHK ជប៉ុន Xinhua ចិន EPA BBC Al Jazeera Al Jazeera Arab Channel New Asia CGTN CGTV DW របស់អាល្លឺម៉ង់ The Times អីចឹងគាត់សម្របសម្រួលឲ្យមកថតរូបនៅប្រទេសកម្ពុជាល្អហើយឥឡូវបានភ័ស្តុតាងហើយកម្ពុជាក្រសួងព័ត៌មានជួយជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិផងព្រោះគ្រាន់តែការដើរមើលថតរូបនេះវាគ្រាន់តែជាការសោកសៅល្អហើយនេះគឺជាភ័ស្តុតាងប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺត្រូវប្តឹងថៃទៅតុលាការអន្តរជាតិទាំងនេះក៏ប៉ុន្តែអាការប្តឹងថៃហ្នឹងគឺមិនដឹងថាប្តឹងពេលណាដោយសារអីថ្ងៃនេះគឺលោកហ៊ុនសែននៅក្នុងទិវា7មករាដឹងលោកថ្លែងសារថាម៉េចទេសាររបស់លោកគឺជាសារដែលបង្ហាញអំពីភាពអស្ចារ្យរបស់ថ្នាក់ដឹកនាំដែរព្រោះអីគាត់និយាយថាអញ្ចេះខ្ញុំអានសាររបស់គាត់ដើម្បីគាត់និយាយថាកម្ពុជាមិនធ្វើសម្បទានដែនអធិបតេយ្យទេបានន័យថាម៉េចបងប្អូនកម្ពុជាមិនធ្វើសម្បទានដែនអធិបតេយ្យនិងសេចក្តីថ្លៃថ្នូរទេសម្បទានបានន័យថាដោះដូរព្រមឲ្យដីដូរនឹងសន្តិភាពចឹងឧទាហរណ៍ណាគឺយើងសម្បទានបានន័យថាយើងព្រមចាស់ចាញ់ទៅអត់អីឲ្យគេទៅអញ្ចឹងនៅក្នុងន័យនេះគឺនៅក្នុងសាររបស់លោកហ៊ុនសែន
ដែលជាប្រធានគណៈបកប្រជាជនកម្ពុជាថាកម្ពុជាមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយហើយការបញ្ជាក់នេះគឺរំលឹកនៅក្នុងខួបទី47នៃទិវាជ័យជំនះ7មករាលោកក៏បានលើកឡើងអំពីសង្គ្រាមរំលោភបំពានកម្ពុជាកំរោលមកលើបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែននៃលក្ខនឹងលក្ខអីចឹងទៅកម្ពុជាបញ្ជាក់នៅការបដិញ្ញាចិត្តយ៉ាងមុតមមដើម្បីសម្រេចនៅគោលដៅចម្បងរបស់ខ្លួនគឺបញ្ចប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមេគាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌និងចីរកាលទន្ទឹមនឹងនេះកម្ពុជាមិនធ្វើសម្បទានអធិបតេយ្យសេចក្តីថ្លៃថ្នូរទេអូខេជាការល្អយើងអត់ធ្វើសម្បទានបានន័យថាយើងមិនដោះដូរដីជាមួយនឹងសន្តិភាពទេតើធ្វើមិនចឹងវាយថៃយកដីមកវិញព្រោះឥឡូវគេគ្រប់គ្រងតំបន់ទាំង4ហ្នឹងយើងអត់ធ្វើសម្បទានតែយើងធ្វើយ៉ាងម៉េចយើងមិនអាចយកកម្លាំងយោធាទៅវាយថៃបានទេអញ្ចឹងមិនបាច់ឆ្ងល់ទេបើយើងចង់វាយថៃយើងត្រៀមខ្លួនយ៉ាងតិច30ឆ្នាំទៀតឲ្យមានវាយថៃបាននៅក្នុងនាមថាសពាវុធហើយខ្ញុំអត់ចង់ឲ្យមានរឿងនឹងកើតឡើងទេសង្គ្រាមរបៀបសពាវុធនេះមិនបានចំណេញអីទេប៉ុន្តែបើយើងចង់ខ្លាំងវាយថៃឲ្យបានត្រៀមខ្លួន30ឆ្នាំទៀតហើយ30ឆ្នាំតោះតែចាប់ផ្ដើមត្រៀមទៀតបើអត់ចាប់ផ្ដើមត្រៀមដូចសពថ្ងៃ100ឆ្នាំទៀតក៏វាយអត់បានដែរត្រៀមហ្នឹងគឺត្រៀមដើម្បីអីឲ្យកម្លាំងសពាវុធយើងរឹងមាំមហាសាមគ្គីជាតិខ្មែររឹងមាំដូចខ្ញុំនិយាយ3ចំណុចសហគមន៍អន្តរជាតិគឺយើងសហការគេព្រោះឥឡូវយើងមានលុយមិនប្រកាសតែទិញសពាវុធល្អៗនឹងបានទៀតដោយសារស្ថានភាពស្រុកទេសរបស់យើងហ្នឹងគឺរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យសពាវុធរបស់អាមេរិកមួយចំនួនលក់អត់បានគឺគេអត់លក់ឲ្យយើងទេដោយសារតែគេថាយើងជាប្រទេសដែលមិនច្បាស់លាស់ផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យគេខ្លាចយើងយកទៅប្រើប្រាស់ផ្ដាស់អាហ្នឹងមានលុយទិញអត់បានទៀតហើយបើទិញអត់បានតែយើងទៅទិញពីចិនណាតែទិញពីចិនយើងមិនឈ្នះសពាវុធចិនមួយចំនួនមិនអាចទប់ទល់នឹងចឹងសពាវុធល្បីល្អរបស់អាមេរិកឬក៏អឺរ៉ុបបានផងហ្នឹងតើតែយកអាណាទំនើបអញ្ចឹងបានទប់គ្នាតន់អញ្ចឹងទៅយើងបានតែទប់តែវាអត់មានអាការដែលបដិញវាយគេដោយ F16 អញ្ចឹងទៅឬក៏អាចមានយន្តហោះចិនប៉ុន្តែចិននេះណាបើទោះបីយើងមានលុយទិញអារបស់អស់ទាំងហ្នឹងតើយើងជពាក់គេ4000លាន5000លានដុល្លារអត់ទាន់សងផងសងតែការប្រាក់គេអត់បានតែគេលក់អាម៉េចឲ្យយើងដូចថាវាជពាក់គេច្រើនពេកដល់អញ្ចឹងយើងអត់មានសេដ្ឋកិច្ចរីចម្រើនអីគេឲ្យមកក៏ជួនកាលអានេះឲ្យយើងបើថាបថុយប្រឋានច្រើនមែនប៉ុន្តែយូរវាច្រើនពេកដូចជារៀងរាថយដែរឲ្យច្រើនពេកទៅអត់មានអីសងខ្លាចសហគមន៍អន្តរជាតិឌីលថាចេះតែឲ្យអត់មានស្អីសងផងអាហ្នឹងក៏យើងអាចទិញបានដែរអញ្ចឹងបានថាតើតសេដ្ឋកិច្ចយើងរឹងមាំហើយរឹងមាំតើស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយបើអត់ព្រមស្ដារប្រជាធិបតេយ្យនៅតែគិតតែសាមគ្គីរស់សាមគ្គីឈ្នះហ្នឹងអត់ដឹងថាធ្វើមិនយើងកំពុងតែនិយាយពីរឿងត្រូវឆ្នោតឲ្យអត់ទិញស្លឹកឆ្នោតនេះយើងនិយាយពីរឿងត្រូវកតុយលេខឲ្យអត់ចាក់សោះតើយើងត្រូវអាម៉េចឥឡូវហ្នឹងយើងទាល់តែទិញស្លឹកឆ្នោតបើថា1លានឱកាសយើងមួយនៅក្នុង1លានសំណាងទៅត្រូវអីក៏ដោយឬក៏រាប់រយលានតោះតែយើងទិញឲ្យវាមានលេខហ្នឹងផ្ទៀងគេត្រូវមិនត្រូវហើយចុះអាហ្នឹងបានមានលទ្ធភាពផ្ទៀងក៏តុយលេខក៏ចឹងដែរយើងយកសពច្បាស់អីក៏ដោយលេខចេញអីក៏ដោយប៉ុន្តែបើយើងអត់ចាក់សោះដល់ពេលកតុយលេខចេញមកធ្វើម៉េចយើងត្រូវនេះឥឡូវយើងកំពុងតែនិយាយអំពីលេខកតុយលេខនិងលេខឆ្នោតដែលយើងសង្ឃឹមថាឈ្នះនឹងត្រូវតែអត់ទិញស្លឹកឆ្នោតហើយទៅយើងបន់ស្រន់យ៉ាងម៉េចនេះខ្ញុំនិយាយឲ្យងាយយល់មេដឹកនាំចង់ត្រូវកតុយលេខនិងត្រូវឆ្នោតតែអត់ទិញស្លឹកឆ្នោតហើយបងប្អូន7-10លានអ្នកហ្នឹងសង្ឃឹមទៅនេះគេហៅថានយោបាយប្រជាពិធគឺការដែលអនុវត្តគឺថាបើជ្រុលតែចង់ត្រូវឆ្នោតទិញទៅមួយស្លឹកក៏បាន2ស្លឹកក៏បាន3ស្លឹកក៏បានទៅតាមលទ្ធភាពយើងចង់ផ្សងសំណាមប៉ុន្តែទិញខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនលេងឆ្នោតទេបងប្អូនព្រោះលបែងវាមិនមែនជារឿងអពមង្គលទេសម្រាប់អ្នកកាន់សាសនាពុទ្ធប៉ុន្តែអាការទិញឆ្នោតពេលដែលដល់រាប់ពាន់លានដុល្លារអីដូចនៅស្រុកអាមេរិកនេះទិញទៅវាអត់ចង្រៃអីទេមួយសន្លឹក3រៀល5ដុល្លារអីហ្នឹងបើត្រូវបាន500លានដុល្លារហ្នឹងយកទៅចែកបងប្អូនកងទ័ពស្រុកខ្មែរយើងបបោមកបើខ្ញុំត្រូវឆ្នោតមួយខ្ញុំសឹងតែចែកពាក់កណ្ដាលទៅឲ្យកងទ័ពខ្មែរខ្ញុំទិញដែរតាយូរទិញ2ដុល្លារដែរកុំឲ្យថាអត់សោះខ្ញុំអត់ចូលចិត្តគ្រប់គ្រងអាការលេងឆ្នោតហ្នឹងទេព្រោះអីវាជាសំណាងសុទ្ធសាធខ្ញុំអត់ចូលចិត្តផ្សងសំណាងទេប៉ុន្តែពេលខ្លះដល់ពេលគេឃើញឡើងដល់ទៅ1000លានដុល្លារហើយគ្រាន់តែអស់2ដុល្លារផ្សងលេងគេទៅវាថៃហើយដល់ពេលយើងទិញស្លឹកឆ្នោតហ្នឹងគឺវាមានពេលផ្ទៀងគេដែរអូគេចាញ់ថ្ងៃនេះយើងយកទៅផ្ទៀង
តែបើអត់ទិញសោះហ្នឹងវាអត់សោះឈឹងសូនអញ្ចឹងឥឡូវសប្តាហ៍ថ្ងៃហ្នឹងគឺអញ្ចឹងគឺយើងអត់ទិញឆ្នោតតែយើងចង់ត្រូវឆ្នោតអញ្ចឹងបងប្អូនកម្ពុជាជួយប្រាប់ផងប្រាប់ទៅរដ្ឋាភិបាលផងបើចង់ទិញឆ្នោតសំទោសបើចង់ត្រូវឆ្នោតតើទិញឆ្នោតបើចង់បានដីខ្មែរវិញពីថៃហើយអត់ធ្វើសម្បទានអធិបតេយ្យអត់ធ្វើសម្បទានសេចក្តីថ្លៃថ្នូរអីទាំងអស់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងទៅតុលាការព្រំប្រទានអន្តរជាតិថ្ងៃនេះអត់ចាំថ្ងៃស្អែកទៀតទេហើយមិនចាំបាច់ផ្ញើសារនយោបាយអីទៀតទេប្រជាពលរដ្ឋឆ្អែតឆ្អន់ហើយកោលទោសជូនដំណឹងមិនទទួលស្គាល់បដិសេធបានហើយល្មមហើយបងប្អូនប៉ុណ្ណឹងបងប្អូនយល់ហើយបើសិនជាធ្វើសារនឹងច្រើនពេកបងប្អូនថាបោកជានយោបាយប្រជាពិធនាំតែសាបដូចទឹកទលេទៀតទៅហើយពិបាកនាំគ្នាចិត្តតែការពារជានិយាយការពិតចឹងតែរហូតភូតច្រើនចាញ់អាត្មាទៅវិញវាមិនចង់បានចឹងសោះបាទឥឡូវជនភៀសឹកយើងនេះរៀងធូនតិចហើយបងប្អូនវិលទៅខ្មែរវិញទៅខ្មែរទៅផ្ទះវិញបាន16756អ្នកទៀតហើយថ្ងៃនេះអញ្ចឹងជនភៀសខ្លួននៅសល់តែ180,000អ្នកជាងទៀតទេដូច្នេះកាន់តែតិចទៅជារឿងល្អដែរប៉ុន្តែអ្នកនៅព្រៃច័ន្ទនិងជោគជ័យនិងតំបន់ផ្សេងទៀតទៅអត់បានទេបាទព្រោះអីបលាលួសនិងកុងតឺន័រដាក់ខណ្ឌជាប់អស់ហើយនឹងព័ត៌មាននៅកូរ៉េនៅសិង្ហបុរីគឺគេមានតកតងរឿងអង្គការចិនស៊ីតុលាការសិង្ហបុរីថ្ងៃនេះបានចេញដីកាមិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន4ដែលដាក់ពាក្យសុំដកលុយចេញពីធនាគារដោយសារគេចោទថានៅជាប់ប្រឡាប់ប្រឡូសជាមួយនឹងអ្នកអង្គការចិនស៊ីដូច្នេះក្រុមហ៊ុនទាំង4នេះគឺมันអាចដកលុយបានទេទោះយកទៅបើកបុគ្គលិកឬក៏បង់ថ្លៃផ្ទះថ្លៃភ្លើងអីក៏ដោយគឺតុលាការសម្រេចថាដោយសារតែមានមន្ទិលនៅក្នុងការស៊ើបអង្កេតគឺការឆបោកអនឡាញតាក់ទងនឹងអ្នកអង្គការចិនស៊ីនៅកម្ពុជានេះគឺក្រុមហ៊ុនទាំងនេះនឹងមិនអាចយកទ្រព្យនឹងទៅប្រើប្រាស់បានទេគេបង្កក់តទៅទៀតបាទហើយដំណឹងពីកម្ពុជាបន្តប្រាប់អង្គទូតជាង30ស្ថាប័នទាំងអន្តរជាតិផងប្រាប់គេទៀតហើយពីរឿងថៃឈ្លានពានកម្ពុជាខ្ញុំសូមសរសើរលោកប្រាក់សុខុនណាស់ដែលតស៊ូពុះពៀមិននឿយណាយទេឥឡូវប្រាប់អង្គទូតលោកនេតភក្ត្រាទៅហៅអ្នកកសែតអីឲ្យមកមើលគេបំផ្លាញបាញ់ខ្ទេចខ្ទីអីនៅស្រុកខ្មែរបានហើយអរគុណណាស់នៅទង្វើដែលខំធ្វើនេះប៉ុន្តែសូមឲ្យត្រូវល្មាស់ដាក់ពាក្យប្តឹងផងទៅតុលាការអន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិព្រោះតែមានតែរដ្ឋាភិបាលនឹងឯងដែលជាអ្នកដែលត្រូវដាក់ហើយកុំធ្វើសម្បទានអធិបតេយ្យអីជាមួយអ្នកណាប្រជាពលរដ្ឋដឹងហើយថ្នាក់ដឹកនាំយើងមិនដែលចង់ឲ្យបាត់ដីគ្រាន់តែយើងមិនអាចមានលទ្ធភាពការពារដីយើងបានអញ្ចឹងមានតែប្តឹងនឹងឯងតាកម្ពុជាក្រសួងមហាផ្ទៃចូលសងថៃរឿងភ្ជាប់រឿងទទួលស្គាល់នេះរឿងនេះធ្ងន់ណាស់បងប្អូនម្សិលមិញកម្ពុជាក្រសួងមហាផ្ទៃតបទៅថៃវិញរឿងគេនិយាយថារឹបអូសសពាវុធបានចេញពីសន្តាគារកាស៊ីណូថ្មដាប៉ុន្តែជាប៉ុស្តិ៍នគរបាលជើងគោករបស់កម្ពុជាទេព្រោះមែនមានរូបស្លាកប៉ុស្តិ៍នគរបាលមែនក្រសួងមហាផ្ទៃបានដងដាវក្នុងដៃចាក់ថៃជឹបថាចេះតាថាទៅយកគ្រាប់ចេញពីប៉ុស្តិ៍ប៉ូលីសសោះទៅថាចេញពីកាស៊ីណូចេះតាបលឹះព័ត៌មានប្រឌិតឥឡូវចូលសងថៃបាត់ហេតុអីថៃថាកម្ពុជាទទួលស្គាល់ថាសពាវុធដែលថៃរឹបអូសបានហ្នឹងគឺជារបស់ទាហានខ្មែរមិនចំពោះថានៅមូលដ្ឋានទ័ពណាទេថៃគេថាគេរកឃើញមីនដែលហាមឃាត់ដោយអនុសញ្ញាអូតាវ៉ានៅក្នុងគ្រឿងសពាវុធដែលថៃរឹបអូសបានឥឡូវកម្ពុជាទៅទទួលស្គាល់ថាហ្នឹងគឺជាគ្រឿងសពាវុធរបស់ខ្លួនគឺជាប់ផងឯងបងប្អូនយើងទៅបកែកពីរឿងថាអាហ្នឹងឥឡូវរឿងតសៃមីនិងសរសៃកាទៀវទៀតឥឡូវទៅជាប់ផុងនឹងតសៃមីនិងសរសៃកាទៀវភ្លេចគិតជាប់ផុងគេអារឿងសាហាយស្មន់ដឹកស្រីទៅចូលហាងកាទៀវក្បត់ប្រពន្ធកូនឯងឥឡូវហ្នឹងរឿងហ្នឹងចូលអញ្ចឹងទៀតឥឡូវថៃគេយកមកបានគេថាក្រសួងមហាផ្ទៃកម្ពុជាទទួលស្គាល់ថាគ្រឿងសពាវុធហ្នឹងគឺជារបស់ទាហានខ្មែរហើយនៅក្នុងហ្នឹងមានមីនឆ្នៃនិងមីនប្រភេទផ្ដាច់ដាច់ជើងដែលថៃធ្លាប់ចោទថាកម្ពុជាមានមីនថ្មីហ្នឹងរំលោភអនុសញ្ញាអូតាវ៉ាដែលគេប្តឹងមកយកហើយបកស្រាយទៀតទៅខ្ញុំសោកស្ដាយប៉ុន្តែថៃអត់ឈប់ទេបងប្អូនគាត់ចិញ្ចឹមចិត្តទាមទារឲ្យកម្ពុជាសុំទោសថ្ងៃនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសថៃចាំផ្ទះហ្នឹងគឺសេរស័ក្តិភួងខេតកែវនិងយោធាថៃទៅទាមទារអត់អស់ចិត្តទេទាំងលោកអនុទិនចាំវរៈគុលថាអារឿងផ្ទុះក្របម្សិលមិញដែលរបួស
ទាហានខ្មែរ2នាក់ហើយរបួសទាហានថៃម្នាក់នេះដែលកម្ពុជាថាផ្ទុះដោយសារគ្រាប់នៅក្នុងសម្រាមដុតទៅវាចៃដន្យគ្រោះថ្នាក់ចៃដន្យតែថៃគេថាអត់មានចៃដន្យទេរំលោភកិច្ចព្រមព្រៀងបាត់ឈប់បាញ់ហើយត្រូវតែទទួលខុសត្រូវមិនមែនចេះតែធ្វើអញ្ចឹងបានស្រាចិត្តទេហើយសុំទោសគេបើអត់សុំទោសទេអត់រួចខ្លួនទៀតហើយឃើញទេបងប្អូនថៃររឿងយើងទៀតហើយបើចុះបើថាជារឿងចៃដន្យហើយនៅអត់ទទួលយកបានទេមិនវិញចង់បាញ់គ្នាទៀតឬក៏យ៉ាងម៉េចអត់យល់ហើយយើងរឿងអត់ចេះចប់ទេបងប្អូនហើយនឹងព័ត៌មានចុងក្រោយនៅក្នុងរឿងមួយទៀតដែលថាលុយ300,000 លានដុល្លារទាមទារសំណងពីថៃឲ្យសងខ្មែរនេះតើអ្នកណាបំផុសគឺលោកភូលីវុតខ្ញុំដោយសារពេលវេលាខ្លីណាស់ខ្ញុំដល់ម៉ោងចូលធ្វើការហើយមិនអាចបញ្យល់រឿងនេះបានទេយប់ស្អែកខ្ញុំសន្យាថានឹងបញ្យល់លម្អិតអំពីលោកភូលីវុតជាអ្នកណាហេតុអីបានមានគំនិតតាក់ទងនឹងការទារឲ្យថៃសងដល់300,000 លានដុល្លារពីការខូចខាតនេះបងប្អូនសូមចាំតាមដានការផ្សាយនៅអាចនឹងព្រឹកស្អែកឬក៏យប់ស្អែកនឹងមួយណាទេចាំតាមដានតទៅទៀតនៅក្នុងការផ្សាយបន្ទាប់របស់ខ្ញុំបងប្អូនហើយនឹងចុងក្រោយព័ត៌មានអន្តរជាតិតាក់ទងលោកត្រាំដែលពុំមានខាងគណៈបក្សសាធារណរដ្ឋពេលដែលគាត់ប្រជុំជាមួយនឹងមន្ត្រីគណៈបក្សសាធារណរដ្ឋម្សិលមិញហ្នឹងគាត់ប្រាប់ថាត្រូវប្រឹងប្រែងឲ្យមែនតើណាតាមមិនត្រៀមជើងព្រួលស្រួលបួលគឺតែគាត់ធ្លាក់ឆ្នោតសំទោសតែពេលយើងគាត់ចាញ់ឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកានេះគឺគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងច្បាស់ជាបោះឆ្នោតទម្លាក់គាត់ចេញពីតំណែងប្រធានាធិបតីហើយព្រោះគាត់គេធ្លាប់បោះឆ្នោតទម្លាក់2ដងគាត់ថាបើសិនជាគណៈបកប្រជាធិបតេយ្យចាញ់ឆ្នោតនៅក្នុងសភាជាន់ទៀតគឺច្បាស់ណាស់គាត់នឹងធ្លាក់តំណែងពីប្រធានាធិបតីនេះជាការពមៀនគាត់ខ្លាចតែធ្លាក់ទៅអ្វីៗដែលគាត់ខំប្រឹងតស៊ូមួយឆ្នាំមកជាងនេះវាទៅរលាយសូន្យបងអស់អីអញ្ចឹងទៅបាទតែយ៉ាងណាខ្ញុំនឹងបញ្យល់ព័ត៌មានអំពីការទម្លាក់ប្រធានាធិបតីនឹងវាមាននីតិវិធីយ៉ាងម៉េចស្មុគស្មាញយ៉ាងម៉េចហេតុអីបានទម្លាក់2ដងគាត់នៅតែអត់ធ្លាក់ហើយតើបើធ្លាក់ទៅវាយ៉ាងម៉េចអីទៀតការបោះឆ្នោតពាក់កណ្ដាលអាណត្តិយ៉ាងម៉េចក៏នៅបកស្រាយនៅយប់ស្អែកឬក៏អាចព្រឹកស្អែកបងប្អូនសូមអរគុណច្រើនសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសិនចុះអរគុណនៅក្នុងការត្រង់ត្រាប់ស្ដាប់ព័ត៌មានខ្ញុំពីដើមដល់ចប់រាត្រីសួស្ដីបងប្អូនសុខខ្មែរអរុនសួស្ដីបងប្អូននៅអាមេរិកបាទសូមជម្រាបលា